អង្គុយចុះអង្គជំនុំជម្រះប្រកាសបន្តពីដំណើរការនីតិវិធីសកម្មភាពហើយនឹងផ្ដល់វិធីការជូនទៅក្រមវិទ្យាសាស្ត្រនៃលោកបញ្ជាដើម្បីមានឱកាសក្នុងការបន្តការតាំងសម្ពុតនេះដោយចំពោះសាក្សីសូមអញ្ជើញ Thank you, Mr. President. សូមអរគុណលោកប្រធានខ្ញុំមិនមានសំណួរបន្ថែមអីទៀតលើកលែងតែថាខ្ញុំជំពាក់មិនទាន់បានប្រាប់ EON ខ្មែរនិងបារាំងនិងអង់គ្លេសគឺខ្ញុំសូមរៀបរាប់ភាសាបារាំង00268885ខ្មែរគឺមានលេខ00194446សូមអរគុណ បាទអរគុណជាបន្តជំរាបផ្ដល់វិធីការជូនទៅក្រមវិទ្យាការពីក្តីលោកខៀវសំផនដើម្បីមានឱកាសសួរនេះដល់ចំពោះសាក្សីជុករិនសូមអញ្ជើញ បាទសូមអរគុណលោកប្រធានសូមគោរពលោកស្រីចៅក្រមសូមគោរពអង្គសាវនាការនិងសូមជម្រាបសួរលោកឈុករិនខ្ញុំបាទឈ្មោះគង់សំអនជាមេធាវីជាតិរបស់លោកខៀវសំផនហើយតទៅនេះខ្ញុំមានសំណួរមួយចំនួនដើម្បីសូមឲ្យលោកឆ្លើយបញ្ជាក់ជាពិសេសទៅលើឯកសារកំណត់ហេតុស្ដាប់ចម្លើយរបស់លោកជាមួយការិយាល័យសហចក្រមស៊ើបអង្កេតជាកិច្ចចាប់ផ្ដើមខ្ញុំសូមអធិស្ឋានពីលោកដោយបានដឹងថាលោកមានបញ្ហាសុខភាពហើយដែលលោកបានតវ៉ាពីម្សិលមិញរួចមកហើយជាមួយនឹងអង្គជំនុំជម្រះអំពីបញ្ហាសុខភាពរបស់លោកដែលអាចជាការរំខានដល់ការឆ្លើយបំភ្លឺបានល្អនឹងអំពីការចងចាំជាដើមដែលលោកបានបញ្ជាក់ថាដោយសារបញ្ហាសុខភាពនេះធ្វើឲ្យលោកមិនអាចឆ្លើយបានល្អនៅចំពោះមុខអង្គជំនុំជម្រះនៅពេលនេះតែទោះយ៉ាងណាក្តីដោយសារអង្គជំនុំជម្រះបានសម្រេចអំពីនីតិវិធីនេះរួចហើយចឹងខ្ញុំសូមឲ្យលោកជួយសហការដើម្បីឆ្លើយសំណួររបស់ខ្ញុំមួយចំនួនហើយសំណួរទាំងនេះមានពាក់ព័ន្ធជាមួយនឹងលោកខៀវសំផនដោយលោកបានជ្រាបហើយថាលោកខៀវសំផនបានតវ៉ាចំពោះមុខតុលាការនេះថាខ្លួនគ្មានទោសទេហើយលោកក៏បានឆ្លើយបំភ្លឺបញ្ជាក់ជូនអង្គជំនុំជម្រះស្នើសុំឲ្យដោះលែងលោកខៀវសំផនផងដែរហើយតទៅនេះខ្ញុំសូមឲ្យលោកជួយបញ្ជាក់អំពីទំនាក់ទំនងលោកជាមួយនឹងលោកខៀវសំផនដែលលោកបានឆ្លើយរួចមកហើយថាលោកពុំបានស្គាល់លោកខៀវសំផនពុំបានជួបលោកខៀវសំផនជាលក្ខណៈផ្ទាល់នោះទេដូច្នេះលោកក៏មិនបានដឹងពីការងាររបស់លោកខៀវសំផនច្បាស់លាស់ដែរប៉ុន្តែមិនមែននេះទេលោកបានដឹងកិច្ចការមួយចំនួនដែលលោកបានឆ្លើយរួចមកហើយតទៅនេះខ្ញុំសូមសួរលោកអំពីបញ្ហាជនចម្រើនសម្ព័ន្ធយុវកនិងបកជនដែលមាននៅក្នុងឯកសារ E3 លើ361លេខ EON ជាភាសាខ្មែរ00194464ហើយជាភាសាបារាំង00268881ជាភាសាអង់គ្លេស00766449ដល់50
នៅក្នុងទំព័រទី3ជាភាសាខ្មែរដែលជាកំណត់ហេតុស្ដាប់ចម្លើយរបស់លោកនោះខ្ញុំសូមអានជូននៅកថាខណ្ឌចុងក្រោយមួយដែលលោកបានរៀបរាប់ថាខ្ញុំមិនដែលជួបខៀវសំផនអៀងសេរីអៀងធីរិតឬដូចទេមានមនុស្ស3ប្រភេទនៅក្នុងបកកនេះទំនងជាលោកនិយាយអំពីបកកុម្មុយនីសកម្ពុជាគឺមានជនចម្រើនសម្ព័ន្ធយុវកនិងបកជនលោកបានបញ្ជាក់រួចហើយសូមអានតទៀតដែលមាន2ប្រភេទបាទបកជនមាន2ប្រភេទគឺបកត្រៀមនិងបកពេញសិទ្ធិខណ្ឌខៀវសំផនជាសមាជិករណសេរជាមួយសម្ដេចសៀនុខណ្ឌបកកប្រើប្រាស់សមាជិករណសេរជាអ្នកការទូតសម្រាប់ទំនាក់ទំនងជាមួយប្រទេសនានាលើពិភពលោកបាទក្នុងនេះខ្ញុំចង់បញ្ជាក់ទៅលើពាក្យ3ម៉ាត់ដែលលោកបានប្រើគឺជនចម្រើនសម្ព័ន្ធយុវកនិងបកជនលោកបានបញ្ជាក់រួចហើយថាលោកមិនយល់លម្អិតអំពីពាក្យថាសម្ព័ន្ធយុវកទេប៉ុន្តែលោកអាចបញ្ជាក់បានទេចំពោះពាក្យថាជនចម្រើនហើយនឹងបកជននោះសូមលោកជួយឆ្លើយបញ្ជាក់គុណណាស់លោកមេធាវីដែលបានសួរសំណួររឿងនេះជនចម្រើននេះខ្ញុំគាត់សូមបញ្ជាក់អត្ថន័យថាជនចម្រើនហ្នឹងគេត្រៀមបញ្ចូលទៅសម្ព័ន្ធយុវកហ្នឹងជនចម្រើនហ្នឹងជនចម្រើនទាថាជនហ្នឹងបុគ្គលហ្នឹងសកម្មក្លាហានក្នុងការងារហ្នឹងគេចាត់ទុកថាជនចម្រើនប៉ុន្តែសម័យហ្នឹងគេជ្រើសរើសវណ្ណៈដែរវណ្ណៈក្រីក្រអញ្ចឹងហើយសកម្មល្អលើការងារគេចម្រើនហ្នឹងដើម្បីចូលទៅសម្ព័ន្ធយុវកនោះកាលហ្នឹងគេដាក់ហៅថាសម្ព័ន្ធយុវជនកម្ពុជាអាហ្នឹងគឺជាកម្លាំងស្នូលសម្រាប់ដៃស្ដាំអុយរាល់បព្វជិជនកម្ពុជាហើយអញ្ចឹងគឺខ្ញុំសូមភ្លឺខ្លីសំណួរហ្នឹងប៉ុណ្ណឹងបាទសូមអរគុណលោកអាចបញ្ជាក់បានទេថាជនចម្រើននឹងមានតួនាទីធ្វើអ្វីដែរសម្រាប់បកកុម្មុយនីសកម្ពុជា Progressive people what were they supposed to do in the CPK អត្ថន័យដូចបាញ់មិញនេះខ្ញុំបានរៀបរាប់ពីរបៀបនៃជនចម្រើនហើយជនចម្រើនធៀមជួលសហយុវកហ្នឹងជនចម្រើនហ្នឹងគេមានសមាជភាពល្អកសិករក្រីក្រឬក៏អ្នកកណ្ដាលហើយជនហ្នឹងគឺជនសកម្មការងារដើម្បីត្រៀមទៅសម្ព័ន្ធយុវកហ្នឹងថាសម្ព័ន្ធយុវជនកុម្មុយនីសកម្ពុជាហ្នឹងអាហ្នឹងខ្ញុំបញ្ជាក់បានហើយអស់ហើយបាញ់នេះបាទសូមអរគុណតើពាក្យជនចម្រើននេះគេប្រើចាប់ពីពេលណារហូតដល់ពេលណាដែរលោកឯងបញ្ជាក់បានទេ were these expression used ថេរវិលារបស់វានឹងខ្ញុំមិនអាចអធិប្បាយបានទេប៉ុន្តែពេលដែលកម្លាំងនេះដែលគេអាចកំណត់ថាជាជនចម្រើនបានហ្នឹងគឺចេញពីការកសាងរបស់សម្ព័ន្ធយុវជនកម្ពុជានឹងឯងហៅថាសម្ព័ន្ធយុវកហ្នឹងអញ្ចឹងក្រមការអង្គភាពមួយដែលមានគេថាសម្ព័ន្ធមានស្នូលនៅក្នុងហ្នឹងហើយកសាងកម្លាំងហ្នឹងអញ្ចឹងជួនកាលពីមុនមកគេមានវិធីបញ្ចូលអញ្ចឹងទៅឲ្យទៅជាសម្ព័ន្ធយុវជននោះជនចម្រើនហ្នឹងលុះត្រាណាគេមានក្រុមការងារគេថាគណៈកម្មការនិយាយសាមញ្ញ
បណ្ឌិតឃើញថាជនហ្នឹងអាចចូលទៅសម្ព័ន្ធបានហើយជួនកាលវាមានទេរវិលាវា3ខែឬក៏6ខែអញ្ចឹងអាចទៅចូលបានទេគេរៀបចំធ្វើពិធីអញ្ចឹងទៅហើយមានមេក្នុងហ្នឹងដល់អ្នកដែលបញ្ចូលទៅសមាជិកហ្នឹងដល់គេថាបកពេញសិទ្ធបកជួនពេញសិទ្ធហ្នឹងហើយបើអត់មានបកពេញសិទ្ធហ្នឹងទេមកបញ្ចូលពួកហ្នឹងឲ្យទៅវាសម្ព័ន្ធហ្នឹងមិនបានទេអញ្ចឹងមានមេនោះហ្នឹងឧទាហរណ៍មានចង្វាយខេត្តគណៈតំបន់វាដើមវាប្រើភាសាគណៈតំបន់ឬក៏គណៈស្រុកគេប្រើភាសាចង្វាយស្រុកឬចង្វាយខេត្តទេហ្នឹងគេបញ្យល់ប៉ុណ្ណឹងណាអស់យោបល់បាទសូមអរគុណខ្ញុំសូមឲ្យលោកបញ្ជាក់បន្ថែមបន្តិចដោយសារអំបញ្ញមិញខ្ញុំស្ដាប់ទៅហាក់ដូចជាមានភាពផ្ទុយគ្នារវាងជនចម្រើនហើយនិងសម្ព័ន្ធយុវកថាតើអ្នកណាកើតមុនអ្នកត្រូវចូលក្នុងជនចម្រើនមុនឬមួយក៏ចូលក្នុងសម្ព័ន្ធយុវកមុននឹងខ្លាយទៅជាបេក្ខជនសូមលោកបញ្ជាក់សារជាថ្មីត្រង់ចំណុចនេះបាទជនចម្រើនកើតមុនជនចម្រើនហើយបានអាចទៅចូលទៅសម្ព័ន្ធយុវកបានបាទសូមអរគុណចំពោះការបញ្ជាក់នេះសំណួររបស់ខ្ញុំបន្តមកទៀតខ្ញុំចង់សួរលោកតាក់ទងទៅនឹងថាលោកខៀវសំផនជាសមាជិករណសេរីជាមួយសម្ដេចសីហនុលោកអាចបញ្ជាក់បានទេអំពីពាក្យថារណសេរីនេះមានន័យដូចម្តេចដែរពាក្យនេះរណសេរីហ្នឹងខ្ញុំជាបានព្រោះពេលសម័យហ្នឹងគេបែងចែកវណ្ណៈគេថាពេលតស៊ូប្រជាជាតិហ្នឹងពាក្យថាប្រជាជាតិហ្នឹងអត្តន័យហ្នឹងវាប្រហែលជាលោកមេដឹកនាំខ្ញុំហ្នឹងក៏វានិយាយរឿងហ្នឹងបានដែរអ្វីតស៊ូប្រជាជាតិដល់ប្រជាជាតិហ្នឹងបានន័យថាប្រមូលគ្រប់ជនជាតិអ្នកមានអ្នកក្របញ្ញាជនបញ្ញវន្តអិសរជនសក្តិភូមិហ្នឹងចូលរួមនៅក្នុងចលនាតស៊ូរបស់គេទាំងអស់ក្នុងរណសេរីហ្នឹងគេហៅថាកម្លាំងរណសេរីប៉ុន្តែលោកមិនតន់ឲ្យពយល់ពីរឿងគាត់យ៉ាងម៉េចអាហ្នឹងខ្ញុំខាន់ពយល់អញ្ចឹងក្នុងហ្នឹងការកសាងស្នូលនេះបើខ្ញុំលើករឿងហ្នឹងយកមកនិយាយនេះវាកើតមានចេញតាំងពីបកគុំនៃកម្ពុជាកើតឡើងមកនោះប៉ុន្តែក្នុងសម្ងាត់ហ្នឹងចន្លោះ70 71 72 73ហ្នឹងបែរជាលោកខៀវសំផនហ្នឹងគាត់នៅស៊ីជំរុំតល់ខ្លួនគាត់អំពីបញ្ហាហ្នឹងយល់អីគាត់នៅចំពោះមុខហើយសួរគាត់ដឹងហើយប៉ុន្តែមូលហេតុដែលខ្ញុំលើកបញ្ហានេះវាករណីនេះវាកម្លាំងនេះគេកសាងចលនានេះតាំងពី72 73នោះមានកម្លាំងស្នូលគេរបៀបនេះវាបដិកនាំនឹងអញ្ចឹងពេលហ្នឹងគាត់ក្រោយពី68គាត់នាទេខ្លួនមកគាត់នៅភូមិបតុលកំពង់ពឺកពតហ្នឹងមេរបស់ខ្ញុំនៅនាសារបស់សេករបស់ដែលបងសរឿននេះបងសេកនេះគាត់តែទៅប្រជុំជាមួយតមុកអីគាត់និយាយថាឯកឧត្តមខៀវសំផនហ្នឹងលោកជាបញ្ញាជនគាត់មិនចូលក្នុងក្របខ័ណ្ឌកម្លាំងស្នូលរបស់បកគមនីកម្ពុជាហ្នឹងទេអាហ្នឹងក្នុងចន្លោះខ្ញុំនិយាយពី73រហូតទល់គ្នា75ហ្នឹងដល់75គាត់ដើរតួជាប្រមុខរដ្ឋអីគាត់ចូលជាចិនត្រៃរបស់មិនឈឹមអីហ្នឹងខ្ញុំហួសសមត្ថភាពខ្ញុំយល់ហើយអញ្ចឹងចាំតខ្លួនគាត់ក្នុងនេះហ្នឹងលោកមេធាវីពិគ្រោះមួយគាត់ទៅរឿងដែលខ្ញុំអំណះអំណាងនេះដោយខ្ញុំឃើញថាក្នុងចន្លោះហ្នឹងលោកខៀវសំផនហ្នឹងពួកខ្មែរក្រហមគឺបែងចែកជាសម្ងាត់ចំពោះលោកហើយប៉ុន្តែលោកដឹងខ្លួនលោកមិនដឹងអាហ្នឹងខ្ញុំមិនដឹងទេព្រោះខ្ញុំគ្មានសាច់សារលហិតជាមួយគាត់
miền nhiệt chỉ vui quạt thế phần đó mùi hết để trong hiện làm nào đáng cái cứ đôi trong đâu dùng vui mê anh mê trong nó thì ta thì cả vào khai của nó vậy thì trong ban rải rạp mô hơi còn chỉ xây na thì ca vô thiê khai của lục mê thì ví thì chẳng trong thì bài về đó cái sẽ đạp một toàn chẳng không chỉ lo nắng cứ trong một năm nắng không chỉ lo nắng là bay chun từ lá cá này ấy bờ sân na chỉ lo được mục tiêu to luôn con con phải chạy dạng mấy chun từ lá cá đánh chè rướng to luôn con thế và trong giấy không chỉ lo đi nó sống chia phần năng thôi បាទសូមអរគុណសូមលោកជួយបញ្ជាក់អំពីពាក្យដែលលោកបានបញ្យល់អំបញ្ញមិញថាមានការបែងចែកជាសម្ងាត់ជាមួយលោកខៀវសំផនរវាងបកកុម្មុយនីសកម្ពុជានេះលោកអាចបញ្ជាក់បានទេថាការបែងចែកជាសម្ងាត់នេះក្នុងក្របខ័ណ្ឌអ្វីហើយដើម្បីអ្វីដែរ លោកសំណួរនេះខ្ញុំសូមជម្រាបថាមូលហេតុដែលគេបែងចែកហ្នឹងនៅចំពោះមុខគាត់ហើយលោកខៀវសំផនហ្នឹងគេដាក់គាត់ថាបញ្ញវន្តនៅបញ្ញវន្តហ្នឹងហើយដែលការបែងចែកព្រោះកាលហ្នឹងខ្មែរក្រហមគេបែងចែកវណ្ណៈប្រហែលជាការបែងចែកវណ្ណៈហ្នឹងមិនមែនបែងចែកតាមមូលដ្ឋាន17មេសាអីដូចខ្ញុំរៀបរាប់កន្លងមកហើយអំពីព្រឹត្តិការណ៍នៅកម្ពុជាហ្នឹងសំបីវណ្ណៈរវាងកម្មកររវាងកសិករក្រកសិករកណ្ដាលកសិករថ្នាក់លើហ្នឹងយ៉ាប់ណាស់ដូច្នេះបងប្អូនដែលមានតម្រេះវិជ្ជាអីរៀនតែចាប់ពីអនុវិទ្យាល័យឡើងទៅពេលហ្នឹងគឺបងប្អូនមួយចំនួនលាក់ប្រវត្តិហ្នឹងហើយអត់ឲ្យដឹងទេលាក់ប្រវត្តិថាมันមានទេគាត់ក្រហើយមិនបានរៀនខ្ពង់ខ្ពស់ទេគឺភាកច្រើនសម័យហ្នឹងគឺការពិតលាក់អំពីប្រវត្តិខ្លួនឯងបើអត់លាក់ទេមនុស្សហ្នឹងមិនអាចជាមនុស្សល្អទេព្រោះក្នុងចលនាកសាងមនុស្សអុយទៅជាវណ្ណៈកម្មករលោកដឹងហើយដោយសារការបែងចែកវណ្ណៈកម្មករនិងកសិករនេះហើយដែលគេថាប្រហែលជាក្នុងឯកសារតុងលេខ7ហ្នឹងបញ្ជាក់រឿងហ្នឹងច្រើនដែរប៉ុន្តែខ្ញុំមិនមានសភៅអញ្ចឹងខ្ញុំអធិប្បាយមិនបានទេវាអាចនិយាយថាអុយជនកម្ពុជាទាំងមូលហ្នឹងអុយទៅជាវណ្ណៈកម្មករចឹងវណ្ណៈកម្មករបើខ្ញុំអធិប្បាយទៅពេលវេលាពេលធរវេលា1ម៉ោងនេះខ្ញុំនិយាយតែឯងលោកអត់បានសួរទេចឹងខ្ញុំសង្ខេបខ្លីអញ្ចឹងឲ្យលោកអាចជួបសន្ទនាជាមួយលោកខៀវសំផនតទៅកុំឃើញខ្ញុំមកលើកអញ្ចឹងថាខ្ញុំឲ្យលោកខៀវសំផនហ្នឹងមានទំនាក់ទំនងអីប៉ុន្តែគ្រាន់ថាខ្ញុំនៅក្មេងជានិស្សិតក្នុងចន្លោះ70 71 72នេះខ្ញុំតមុខដែលជាស្នូលភូមិភាគនេះដីដឹកនាំកម្លាំងស្នូលទាំងមូលដ្ឋានទាំងយោធាហ្នឹងគាត់តែនិយាយពីបញ្ហាហ្នឹងប៉ុន្តែគាត់ហ្នឹងខ្ញុំជឿថាគាត់អត់យល់ទេព្រោះពេលហ្នឹងគាត់ក្រុមការពាររបស់យោធាដែរបើសិនណាជាគាត់ឃើញខ្ញុំឬខ្ញុំឃើញគាត់អីខ្ញុំកាលហ្នឹងនៅក្មេងណាគាត់ក៏ប្រហែលជាមិនស្គាល់ខ្ញុំដែរព្រោះខ្ញុំភាកច្រើនខ្ញុំការពារតែមេតបអីទៅប្រជុំការងារអីហ្នឹងអញ្ចឹងហើយបានជាខ្ញុំឃើញទស្សនវិជ្ជាហ្នឹងខ្ញុំបានលឺទស្សនវិជ្ជាហ្នឹងដោយតខ្លួនខ្ញុំហើយខ្ញុំបានសច្ចាជាពុមុខតាតំបងដែកអីថានិយាយអីដែលពិតនិយាយដែលសច្ចៈហ្នឹងពេលហ្នឹងដូចមេគាត់និយាយអញ្ចឹងហើយគៀសម្ព័ន្ធហ្នឹងក៏ប្រហែលជាគាត់មិនដឹងថាពេលហ្នឹងគេកំពុងតែកសាងជនចម្រើនកសាងសម្ព័ន្ធយុវកៈឬក៏កសាងបកជនអីទេហើយបើគាត់ជួលគេទៅ76ឡើងទៅរហូតដល់គាត់ឡើងអចិន្ត្រៃយ៍ឆ្នាំក្នុងចន្លោះហ្នឹងទៅទៀតហ្នឹងខ
ខ្ញុំសូមអធិស្ឋានខ្ញុំអត់បានដឹងទេគឺខ្ញុំនិយាយត្រង់ចំពោះមុខអង្គសាវនាការចំពោះមុខមេធាវីដែលចង់ដឹងហេតុផលហ្នឹងអញ្ចឹងហើយនេះក្នុងការអំណះអំណាងដែលខ្ញុំជូនមកតុលាការនេះគឺខ្ញុំចង់បញ្ជាក់ថាក្នុងចន្លោះឆ្នាំហ្នឹងអានឹងសូមវានិយាយហេតុផលហ្នឹងព្រោះកាលខ្ញុំនិយាយនេះពាក្យមួយម៉ាត់នេះខ្ញុំចង់រងចាំមេធាវីរបស់គាត់ហ្នឹងសួររឿងហ្នឹងខ្ញុំបញ្យល់អំពីបញ្ហាហ្នឹងហើយលោកជ្រាបលោកអាចសួរគាត់លោកគាត់ដឹងខ្លួនគាត់ហើយអំពីបញ្ហាហ្នឹងអានឹងសូមនិយាយខ្លីប៉ុណ្ណឹងបាទសូមអរគុណដោយសារលោកជាសាក្សីនៅទីនេះអញ្ចឹងភារកិច្ចចាំបាច់លោកត្រូវឆ្លើយជូនអង្គជំនុំជម្រះនៅពេលនេះហើយលោកខៀវសំផននឹងឆ្លើយបញ្ជាក់នៅពេលក្រោយបាទអញ្ចឹងខ្ញុំសូមសួរលោកតទៅទៀតដោយសារលោកជាមន្ត្រីយោធាម្នាក់តាំងពីមុនឆ្នាំ1975ខ្ញុំចង់ឲ្យលោកជួយបញ្ជាក់ជូនអង្គជំនុំជម្រះនៅពេលនេះថាតើមានភាពខុសគ្នាទេរវាងកម្លាំងរណសេរីនិងកម្លាំងរបស់បកកុម្មុយនីសកម្ពុជាមានការបែងចែកទេតាំងពីមុនឆ្នាំ1975នោះមកនោះខ្ញុំអំបញ្ញមិញនេះខ្ញុំបានធ្វើអត្ថាធិប្បាយពីរឿងវណ្ណៈវាគ្រាន់ថាសម័យតស៊ូប្រជាជាតិនេះក្នុងចន្លោះ70 71 72 73នេះដូចខ្ញុំបានរៀបរាប់ជូនលោកមេធាវីហើយរហូតដល់74 75ហ្នឹងគឺឈានមកដំណាក់ទៀតគេហៅថាតស៊ូប្រជាធិបតេយ្យជាធិបតេយ្យហ្នឹងខ្ញុំឃើញថាដំណាក់កាលនីមួយហ្នឹងវាមិនដឹងថាប្រជាធិបតេយ្យហ្នឹងយ៉ាងម៉េចពាក្យប្រជាធិបតេយ្យនេះមកទល់បច្ចុប្បន្ននេះក៏គេប្រើហើយសម័យខ្ញុំហ្នឹងថាតស៊ូប្រជាធិបតេយ្យហ្នឹងគេថាប្រមូលផ្ដុំកម្លាំងប្រមូលផ្ដុំការងារអញ្ចឹងវាចាប់ផ្ដើមរឹតទៅតឹងតាំងពីហ្នឹងមករហូតមកក្នុងក្របខ័ណ្ឌនៃការអនុវត្តរបស់ខ្មែរក្រហមហ្នឹងគេដំណាក់កាលប្រជាធិបតេយ្យហ្នឹងគឺតឹងតាំងពីហ្នឹងមកអញ្ចឹងបាននេះវាខ្ញុំលើកនេះដូចជារឿងនិទានមួយអញ្ចឹងបើខ្ញុំនិទានរឿងហ្នឹងវានិទានទៅវានាំខាតដល់ពេលលាសំណួរអញ្ចឹងបាទខ្ញុំគិតជម្រាបថាវាប្រមូលព្រមកម្លាំងបង្កើតសហកាលហ្នឹងគេថាក្រុមប្រវាស់ដៃត្រូវចាប់ដើមអនុវត្តតាំងពីហ្នឹងមកហើយកងទ័ពហ្នឹងក៏មានបញ្ហាហ្នឹងវិជារាជយើងមូលដ្ឋានហ្នឹងក៏មានប្រវាស់ដៃពីហ្នឹងមករហូតមកបាទសូមទោសលោកជុករិនអ្វីដែលខ្ញុំចង់ដឹងឲ្យលោកបញ្ជាក់នោះគឺតាក់ទងទៅនឹងភាពខុសគ្នារវាងកម្លាំងរណសេរីហើយនិងកម្លាំងបកកុម្មុយនីសកម្ពុជាលោកអាចបញ្ជាក់បានទេឧទាហរណ៍ថាមានការបែងចែកកម្លាំងរបស់រណសេរីផ្សេងមានជាកម្លាំងទ័ពឬកម្លាំងរដ្ឋបាលកម្លាំងអីជាដើមហើយកម្លាំងរបស់បកកុម្មុយនីសកម្ពុជានោះមានផ្សេងហើយដែលទាំងពីរក្រុមហ្នឹងមិនធ្វើការគ្រាន់តែជាការសហការគ្នាឬមិនមានការសហការគ្នាក្នុងលក្ខខណ្ឌមានកម្រិតក្នុងកម្រិតណាទៅលោកអាចបញ្ជាក់បានទេត្រង់ចំណុចនេះខ្ញុំអាចជម្រាបជូនបានពីពេលហ្នឹងពេលកំពុងប្រឈមមុខសង្គ្រាមយ៉ាងសន្ធោសន្ធៅលោកមេធាវីយល់ហើយលោកមេធាវីហ្នឹងមិនដឹងជានៅទីណានៅកន្លែងណាទេប៉ុន្តែបើសិនណាជាមានអាយុវ័យពី40ឆ្នាំឡើងទៅលោកអាចយល់ពីព្រឹត្តិការណ៍នៅកម្ពុជាហើយពេលហ្នឹងកម្ពុជាក្រោយពេលរដ្ឋប្រហារ18មីនា70មកសង្គ្រាមបានកើតពីពេញប្រទេសកម្ពុជា
ពិសេសនៅខេត្តខ្ញុំហ្នឹងអិសរាជជននយោបាយសំខាន់ហ្នឹងនៅខាងកំពតនេះអិសរាជជនសំខាន់មានលោកហ៊ុននឹមលោកហ៊ុនយុនលោកខៀវសំផនឯលោកហ៊ុននឹមលោកមកនៅខាងស្រុកខ្ញុំនេះអ្វីហ្នឹងតែតែជួបលោកតែជួយលោកលាក់បាំងចិញ្ចឹមបីបាច់ខ្សែភាសាលោកហ្នឹងលេងលោកខៀវសំផនគាត់ច្រើនទៅខាងចុងពងពឺគាត់ទៅពឹងខាងពួកម្ដងមកការធុងការអីហ្នឹងទៅជួយគាត់កូនចៅខាងតែមុខអញ្ចឹងហើយពេលហ្នឹងគឺប្រមូលទាំងអស់លោកទាំងអស់ហ្នឹងខ្ញុំនឹកស្មានថាពេលដែលចលនាក្តៅកគុកហ្នឹងខ្ញុំនឹកស្មានថាលោកខៀវសំផនលោកមិនមានអាយុជីវិតដល់ថ្ងៃនេះទេព្រោះលោកហ៊ុននឹមហ៊ូយុនអីទៅមេដឹកនាំកុម្មុយនីសបន្លាយជីវិតលោកអស់លោកព្រោះលោកនៅខេត្តហ្នឹងនៅខេត្តខ្ញុំហ្នឹងបាទខ្ញុំដឹងរឿងហ្នឹងអញ្ចឹងគួរឲ្យសោកស្ដាយណាស់ពេលហ្នឹងគេមេដឹកនាំគេថាវណ្ណៈកសិករអ្នកដឹកនាំកម្មករអ្នកដឹកនាំហ្នឹងពួកតមុខពួកអីនេះតែនិយាយគាត់ថាបញ្ញវន្តបញ្ញអីហ្នឹងគឺគ្មានភាពឆ្លៀសវៃមានភាពតស៊ូដាច់ខាតអីទេអញ្ចឹងហើយខ្លួនគាត់យល់មិនយល់វាជារឿងរបស់គាត់ខ្ញុំបានជម្រាបជូននៅអង្គសាវនាការពីដើមហើយអញ្ចឹងក្នុងហ្នឹងកំពុងតវៃសង្គ្រាមកំពុងសន្ធោសន្ធៅចេះលោកដឹងហើយព្រោះកងទ័ពលោកលន់ណុលមានជំនួយធំណាស់ពីអាមេរិកកាំងហ្នឹងបើថាលោកចាប់ផ្ដើមទាហានរបស់លោកលន់ណុលគាត់ចាប់ផ្ដើមប្រើអាវុធកំភ្លើងធំអីក្នុង50 100អីបាញ់មួយថ្ងៃវោះល្ងាចក៏អត់អស់ក្របដែរហើយលោកដឹងថាឋានៈសង្គ្រាមនៅកម្ពុជា200យុគ200ថ្ងៃនេះលោកអើយ B52 បើថាវាយចំម្ដងសឹងនឹងស្រុតស្មារតីហើយព្រោះអ្នកមិនជួបប្រទេសហ្នឹងអាចនោមដាក់ខហើយអានេះខ្ញុំលើកពីទស្សនវិជ្ជានៅកម្ពុជាក្នុងចន្លោះនោះអញ្ចឹងហើយមានចលនាកុម្មុយនីសដែលដោយសម្ងាត់បំផុតហ្នឹងគឺមានតែប្រមូលគ្រប់កម្លាំងអន្តរជាតិហើយអញ្ចឹងបាទខ្ញុំថាសម្ដេចអូននេះយើងហ្នឹងលោកអត់បានយល់ពីទស្សនវិជ្ជានៅកម្ពុជាក្នុងចលនា73 74ហ្នឹងទេហើយគេក៏គេឃោសនាផ្ទៃក្នុងវិជារាជផ្ទៃក្នុងកងទ័ពហ្នឹងថាទុកលោកដោយតុក្កតាមួយចឹងហើយរូបលោកយល់ច្បាស់ហើយសម្ដេចអូមុនលោកយាងទីបុគ្គលអីក៏លោកមេធាវីជ្រាបអំពីបញ្ហាគាត់អីគាត់តែនិយាយថាគាត់ដូចនៅក្នុងគុកមេខោក្នុងវាំងហ្នឹងមិនដែលបានជួបជនរួមជាតិទេហើយគាត់នៅតែដើរតួធ្វើប្រធានរហូតគាត់ទឹកចុងក្រោយគាត់ដឹងខ្លួនគាត់ហ្នឹងគាត់លាចាកតំណែងហ្នឹងអានេះវាសិតតែធៀបពិតនៅកម្ពុជាវាមានអញ្ចឹងហើយលោកគៀវផនហ្នឹងលោកប្រធានគណៈប្រធានរដ្ឋសម័យហ្នឹងគេដាក់នាមលោកគណៈប្រធានរដ្ឋហ្នឹងហើយខ្ញុំមិនក្តាប់មិនបានបាទខ្ញុំសូមកាត់លោកត្រឹមនេះហើយខ្ញុំនឹងសួរលោកបន្ថែមទៀតដើម្បីឲ្យលោកបញ្ជាក់ឲ្យកាន់តែច្បាស់អញ្ចឹងអ្វីដែលលោកចង់មានប្រសាសន៍អំបញ្ញមិញនេះគឺមានន័យថាវាមានការបែងចែករវាងរណសេរហើយនឹងបកកុម្មុយនីសកម្ពុជាប៉ុន្តែការបែងចែកនោះវាជាលក្ខណៈជាសម្ងាត់តើលោកចង់មានប្រសាសន៍អញ្ចឹងមែនទេនេះជាការពិតលោកមេធាវីបាទសូមអរគុណអញ្ចឹងខ្ញុំសូមឲ្យលោកចូលមកក្នុងសម័យកម្ពុជាប្រជាធិបតេយ្យវិញក្នុងការអនុវត្តជាក់ស្ដែងតាមអ្វីដែលលោកបានដឹងបានឮបានឃើញតើបកកុម្មុយនីសកម្ពុជាក៏ដូចជាសមាជិករបស់បកកុម្មុយនីសកម្ពុជាបានប្រព្រឹត្តយ៉ាងដូចម្តេចដែរចំពោះលោកខៀវសំផនដែលមានអតីតកាលជាកម្លាំងរណសេរណាជាបញ្ញជនណាបើប្រៀបធៀបទៅនឹងបកជនដែលជាបុគ្គលដែលមានការតស៊ូជាកសិករក្រីក្រនោះបាទលោកអាចជួយបញ្ជាក់
ធ្វើការប្រៀបធៀបចំណុចនេះបានទេ to the poor peasant class អរគុណមកពីបញ្ហានេះដែលខ្ញុំបានលើកក្នុងរឿងនេះបញ្ចូលនៅក្នុងចម្លើយរបស់ខ្ញុំនេះគឺដោយកន្លងមកនេះខ្ញុំមិនដែលបានឃើញលោកខៀវសំផនចូលរួមប្រជុំណែនាំក្នុងកម្មវិធីនយោបាយរបស់ពួកបកកុម្មុយនីសកម្ពុជាមិនដែលឃើញហើយមិនដែលជួបហើយមិនដែលគេអតិស្នាមអំពីឈ្មោះរបស់គាត់ទេប៉ុន្តែគាត់ណែជាអាកំបាំងរបស់មេដឹកនាំក៏ខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំជឿថាមហាជនភាគច្រើនណាយល់ឃើញថាលោកខៀវសំផននេះជាមនុស្សមានសច្ចភាពណាហើយបើខ្ញុំនិយាយពីប្រវត្តិកងទ័ពលំបាកវេទនាហ្នឹងគាត់ប្រហែលជាគាត់បានតែទៅសោកស្ដាយទឹកភ្នែកពីអតីតកាលប៉ុណ្ណឹងទេតាមខ្ញុំយល់ហ្នឹងខ្ញុំសូមលើកតែប៉ុណ្្នឹងទេ បាទសូមអរគុណបាទដោយសារមានបញ្ហាបកប្រែអញ្ចឹងខ្ញុំត្រូវពន្យាពេលបន្តិចដើម្បីឲ្យការបកប្រែចប់មុននេះបន្តិចលោកបានមានប្រសាសន៍អំពីការលាក់ប្រវត្តិរូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ដូចជាតាំងពីមុនសម័យកម្ពុជាប្រជាធិបតេយ្យតើលោកអាចបញ្ជាក់បានទេថាដោយលោកខៀវសំផននេះគាត់អាចលាក់ប្រវត្តិរូបរបស់គាត់បានទេហើយថាតើលោកបានដឹងពីប្រវត្តិរូបរបស់គាត់ថាធ្លាប់ធ្វើការក្នុងជួររាជការពីមុនមកនោះយ៉ាងដូចម្តេចដែរវាមានភាពខ្យល់ខ្ចាយល្បីល្បាញយ៉ាងម៉េចដែលអាចថាឲ្យគាត់លាក់ប្រវត្តិរូបបានឬក៏មិនអាចលាក់ប្រវត្តិរូបបាននោះបាទ And another question is how could he hide his identity ព្រោះបញ្ហានេះវាងាយស្រួលនឹងបញ្យល់នៅហេតុផលណាព្រោះកាលនឹងខ្ញុំមិននៅកូនសិស្សហ្នឹងគេតែងតែនិយាយកាលសម័យគាត់ធ្វើរដ្ឋមន្ត្រីកាលហ្នឹងគាត់ខាងកាន់ខាងក្រសួងនេះហ្នឹងហើយដល់គាត់ទៅតំណាងរាស្ត្រហ្នឹងលោកទៅប្រជុំអីតែគេយកវិភាគថាលោកមានឡានជិះគេទេណាលោកជិះតែកង់ទៅធ្វើការងារព្រោះលោកឆ្លាញ់រាស្ត្រណាហើយគាត់ដែលល្បីសំខាន់ហ្នឹងគឺគាត់និយាយពេលសម័យជាតិម្ដងនេះអញ្ចឹងហើយបានធ្វើឲ្យគាត់ហ្នឹងមិនអាចលាក់បាំងនៅរឿងរ៉ាវហ្នឹងទេរឿងរ៉ាវដែលកើតឡើងចំនួនគាត់រត់ចេញពីនេះមកជួលនៅក្នុងព្រៃហ្នឹងក៏គេស្គាល់គាត់ច្បាស់ហើយគាត់លាក់មិនបានទេព្រោះខ្ញុំក្មេងក៏ខ្ញុំដឹងថាគាត់ជាបញ្ញវន្តរបស់ខ្មែរយើងមួយខ្ញុំទាំងអស់គ្នាហ្នឹងគឺស្គាល់ច្បាស់ហ្នឹងហ្មងហើយគាត់ទៅលាក់ខ្លួននៅខេត្តកំពតនៅកំពង់ស្ពឺហ្នឹងទៀតអញ្ចឹងឥទ្ធិពលហ្នឹងគឺជះដឹងថាលោកខៀវសំផនហ្នឹងគឺជាបញ្ញវន្តរបស់ខ្មែរមួយហើយសម័យដឹកនាំដែលគាត់ធ្វើតំណាងរាស្ត្រក្តីធ្វើរដ្ឋមន្ត្រីក្តីហ្នឹងគាត់ជាបុគ្គលមួយស្អាតអមមិនពុករលួយមិនអីនេះសម្រាប់គំរូមួយដល់ជនជាតិកម្ពុជាដែលគួរឲ្យគោរពអញ្ចឹងហើយបានបញ្ហានេះខ្ញុំដាក់ក្នុងកម្មវិធីបទបង្ហាញនៃអង្គតុលាការហ្នឹងជ្រាបអំពីបញ្ហាហ្នឹងហើយហេតុផលកន្លងមកហ្នឹងគាត់យល់ខ្លួនគាត់អំពីការអត្ថាធិប្បាយរបស់ខ្ញុំដែលលោកមេធាវីដេញដោលហើយខ្ញុំសូមលើកខ្លីប៉ុណ្ណឹងបាទសូមអរគុណចំពោះចម្លើយរបស់លោកសំណួរបន្តទៀតខ្ញុំសូមឲ្យលោកជួយបញ្ជាក់អំពីអំណាច
របស់លោកខៀវសំផនតើក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនេះលោកខៀវសំផនមានអំណាចចេញនៅបទបញ្ជាឬដាក់នៅបញ្ជាឬក៏ចូលរួមក្នុងការចេញបញ្ជាក្នុងជួរបកក៏ដូចជាក្នុងជួររដ្ឋាភិបាលឬក៏ក្នុងជួរកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យដែរឬទេគ្មានតែបន្តិចតទៅសោះលោកខៀវសំផននោះមិនដែលឬទៅវិជាតបណាដូចជាមានឥទ្ធិពលទៅលើយោធាឬក៏គាត់មានឥទ្ធិពលទៅលើខាងណាមួយមិនដឹងទេបើយោធាខ្ញុំខាងយោធាហ្នឹងគឺគ្មានតទៅសោះមកគាត់ថាយោធាហ្នឹងភាគច្រើនអារម្មណ៍ថាស្រឡាញ់គាត់ហើយប៉ុន្តែគឺគាត់ហ្នឹងដូចជាមានអំណាចទៅវិជាខាងយោធាហ្នឹងគ្មានតទៅសោះមកបាទសូមអរគុណនៅក្នុងឯកសារដដែលគឺឯកសារ E3 លើ361ត្រង់ EON ជាភាសាខ្មែរ00 19 44 72EON ជាភាសាបារាំង00 26 88 91 EON ជាភាសាអង់គ្លេស00 76 64 58នៅត្រង់ចំណុចនេះខាងការិយាល័យចក្រមសហចក្រមស៊ើបអង្កេតបានសួរលោកថាតើលោកមានអ្វីចង់បន្ថែមតាមការដឹងអំពីនួនជាអៀងសេរីនិងខៀវសំផនឬទេលោកបានឆ្លើយថាខៀវសំផនខ្ញុំមិនអាចនិយាយបានទេព្រោះគាត់មិនដឹងរឿងច្រើនទេគាត់ជាកម្លាំងរណសេរីមិនមែនជាសមាជិកមជ្ឈិមទេហើយអៀងសេរីខាងបរទេសខ្ញុំមិនដែលបានស្ដាប់សម្ដីគាត់ទេនៅក្នុងចំណុចនេះពាក្យថាសមាជិកមជ្ឈិមដែលលោកបានលើកនៅទីនេះតើលោកចង់សម្ដៅទៅលើអ្វីសមាជិកប្រជុំនេះខ្ញុំបានរៀបរាប់ហើយសមាភាពដឹកនាំឋានៈថាបើឥឡូវនេះគេនិយាយថាឋានៈដឹកនាំរដ្ឋាភិបាលហ្នឹងដែលមានចំណុះរដ្ឋមន្ត្រីប្រមាណហ្នឹងប៉ុន្តែសម័យកម្ពុជាប្រជាធិបតេយ្យហ្នឹងគឺដឹកនាំអ្នកដឹកនាំហ្នឹងខ្ញុំស្គាល់តិចណាខ្ញុំអត្ថាធិប្បាយមិនបានទេមិនបានអស់មិនបានលំអិតទេរឿងអស់នេះបាទសូមអរគុណដើម្បីជួយជាគំនិតដល់លោកខ្ញុំសូមបង្ហាញឯកសារដដែលត្រង់ទំព័រ00សំទោសជាភាសាខ្មែរ00 19 44 69ត្រង់សំណួរដែលគេសួរលោកថាតើបកមានទូនីតិដូចម្ដេចនៅក្នុងកងកម្លាំងយោធាខ្ញុំសូមមិនអានទាំងស្រុងទេខ្ញុំសូមអានចំណុចដែលពាក់ព័ន្ធដែលខ្ញុំចង់សួរលោកបានឆ្លើយថាយើងមិនមានជំរើសទេ
ម្នាក់ត្រូវធ្វើតាមបញ្ជារបស់គណៈអចិន្ត្រៃយ៍បើពុំនោះសោតទេនឹងត្រូវបានចាប់និងបាត់ខ្លួនពុំខានក្នុងចំណុចនេះការពិតទៅតំណាងសហព្រះអាជ្ញាក៏បានសួរលោកហើយដែរក៏ប៉ុន្តែខ្ញុំសួរត្រង់ពាក្យថាគណៈអចិន្ត្រៃយ៍វាខុសគ្នាយ៉ាងម៉េចចំពោះពាក្យដែលលោកប្រើមុនសំណួរមុនដែលខ្ញុំសួរលោកតាក់ទងនឹងមជ្ឈិមហើយសំណួរហើយចំណុចត្រង់នេះចម្លើយត្រង់នេះលោកបានឆ្លើយអំពីគណៈអចិន្ត្រៃយ៍នោះនេះខ្ញុំសូមបញ្យល់ពីរឿងនេះឧទាហរណ៍គណៈអចិន្ត្រៃយ៍នៅក្នុងកពតហ្នឹងគឺមានបង្កើតជាគណៈអចិន្ត្រៃយ៍របស់បកកុម្មុយនីសហ្នឹងថាប្រធានណាឧទាហរណ៍ថាប្រធានលោកសំបិតអញ្ចឹងប្រធានអចិន្ត្រៃយ៍ហ្នឹងតំណាងឲ្យមជ្ឈិមបកហ្នឹងអញ្ចឹងបើគណៈអចិន្ត្រៃយ៍ថាសម្រេចថាត្រូវតែធ្វើអីត្រូវតែធ្វើហ្នឹងអាហ្នឹងគឺគេមានរៀបគណៈអចិន្ត្រៃយ៍នៅតាមខេត្តតាមស្រុកអញ្ចឹងទៅតាមកងទ័ពអញ្ចឹងទៅវាមានជាការរៀបរបស់ក្រុមគណៈអចិន្ត្រៃយ៍នៃបកជនរបស់បកកុម្មុយនីសកម្ពុជាហ្នឹងតាមខេត្តមួយអញ្ចឹងខ្ញុំលើកឧទាហរណ៍ខ្លីប៉ុណ្ណឹងសូមលោកវិទ្យាមានជំនួសទៀតបាទសូមអរគុណលោកអាចបញ្ជាក់ពីភាពខុសគ្នាជាពិសេសតាក់ទងទៅនឹងការទទួលខុសត្រូវរវាងមជ្ឈិមពាក្យពេញថាគណៈកម្មាធិការមជ្ឈិមហើយនឹងគណៈកម្មាធិការអចិន្ត្រៃយ៍នោះបានទេអំបញ្ញមិញលោកបានធ្វើការប្រៀបធៀបរវាងគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងខេត្តកំពតរបស់លោកតើលោកដឹងពីរចនាសម្ព័ន្ធថ្នាក់ជាតិនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលមានឈ្មោះថាគណៈកម្មាធិការមជ្ឈិមនិងគណៈកម្មាធិការអចិន្ត្រៃយ៍នេះដែរទេថាតើវាការងារខុសគ្នាឬក៏ដូចគ្នាយ៉ាងដូចម្ដេចលោកសួរពីការងាររបស់មជ្ឈិមបកហ្នឹងខ្ញុំមិនយល់ទេមិនអាចបញ្យល់លោកមេធាវីដែលចង់ដឹងចង់យល់ពីបញ្ហាហ្នឹងបានទេព្រោះអានោះវាលើសវាពោះពីសមត្ថភាពខ្ញុំហើយតំណាចំណុចណាដែលខ្ញុំអាចរៀបរាប់បានខ្ញុំរៀបរាប់ជូនភ្លាមមិនដល់នេះវាលើសតែហួសសមត្ថភាពបាទសូមអរគុណចឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាលោកមិនអាចធ្វើការបែងចែករវាងគណៈកម្មាធិការមជ្ឈិមនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្នាក់ជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យបានទេចឹងមែនទេមិននៅឯកភាពហើយមិនអាចទៅនិយាយបានចំទៅគណៈកម្មការរបស់មជ្ឈិមទេព្រោះបើខ្ញុំនិយាយទៅភូតទៅមិនចំបញ្ហាទេគេថាវាមិនច្បាស់និយាយបានទេបាទសូមអរគុណចឹងនៅក្នុងឯកសាររបស់លោកនៅក្នុងកំណត់ហេតុស្ដាប់ចម្លើយរបស់លោកនៅការិយាល័យជាមួយការិយាល័យសហចក្រមស៊ើបអង្កេតនេះខ្ញុំមានឃើញប្រើពាក្យជួនកាលគណៈអចិន្ត្រៃយ៍ជួនកាលគណៈមជ្ឈិមហើយឈ្មោះបុគ្គលដែលប្រើនៅក្នុងជាសមាជិកគណៈអចិន្ត្រៃយ៍ឬក៏ជាសមាជិកគណៈមជ្ឈិមនោះមានការច្រឡំគ្នាបានន័យថាជួនកាលទៅក៏ប្រើពាក្យថាមជ្ឈិមទៅជួនកាលក៏ប្រើពាក្យថាអចិន្ត្រៃយ៍ទៅអញ្ចឹងពាក្យដែលលោកប្រើថាមជ្ឈិមឬក៏អចិន្ត្រៃយ៍នៅក្នុងឯកសារជាមួយនឹងសហចក្រមស៊ើបអង្កេតទាំងអស់នោះគឺលោកមិនអាចធ្វើការបែងចែកច្បាស់ថា
តើមួយណាជាគណៈកម្មាធិការចន្ទ្រៃឬមួយណាជាគណៈកម្មាធិការប្រឆាំងពិតប្រកបទេដូចគ្នានេះដែរតែអញ្ចឹងត្រឹមត្រូវទេមានអត្ថន័យខ្លះខ្ញុំបានបញ្ជាក់ឲ្យមានត្រឹមត្រូវតាមចំនួនដើម្បីបញ្ជាក់ត្រង់ចំណុចនេះខ្ញុំសូមលើកឧទាហរណ៍នៅក្នុងឯកសារដដែលគឺឯកសារ E3 លើ361 ERN ជាភាសាខ្មែរ00 19 44 65ERN ជាភាសាបារាំង00 26 88 81 ERN ជាភាសាអង់គ្លេស00 76 64 50ខ្ញុំសូមអានជូននៅពេលនោះប៉ុលពតជាលេខាគណៈមជ្ឈិមហើយមេដឹកនាំជាន់ខ្ពស់មាននួនជាតាមុកសុនសេនអៀងសេរីខ្ញុំសូមឲ្យលោកបញ្ជាក់ថាតើលេខាគណៈមជ្ឈិមដែលលោកនិយាយនៅពេលនេះអាចមានន័យដូចជាលេខាគណៈអចិន្ត្រៃយ៍ដែរទេកុំអត់តន់ឆ្លើយខ្ញុំមកទៅដឹងច្បាស់កាលខ្ញុំទៅរៀនហ្នឹងគេនិយាយថាប៉ុលពតហ្នឹងជាលេខាបកគុំនីកម្ពុជានួនជាហ្នឹងជាអនុលេខាបកហ្នឹងអាហ្នឹងគេនិយាយលេខាបកគុំនីកម្ពុជាអាហ្នឹងគឺប៉ុលពតហ្នឹងបានន័យថាបើយើងគិតឡូវនេះថាប្រធានអនុប្រធានហ្នឹងហើយនៅក្នុងហ្នឹងខ្ញុំឃើញតែសមាជិកមួយចំនួនដែលចូលក្នុងប្រជុំហ្នឹងឃើញមានតមុកសុនសេនហ្នឹងបើខ្ញុំមិនបានឃើញអៀងសេរីទេនៅពេលហ្នឹងមិនមានវត្តមានគាត់ទេមិនឃើញថាបុគ្គលប្រមាណអ្នកហ្នឹងដែលនៅចូលរួមកន្លែងដែលរៀនពីតុងលេខ7ហ្នឹងហើយបញ្ជាក់ពីថាតើយ៉ាងម៉េចហ្នឹងគឺដឹងច្បាស់ពេលហ្នឹងថាលោកប៉ុលពតហ្នឹងជាលេខាបកច្បាស់ប៉ុន្តែពីមុនមកគេប្រកាសលេខាបកតែឈ្មោះទេប៉ុន្តែគេអត់ដែរឃើញមុខទេប៉ុលពតហ្នឹងនឹងមុខមិនទេតែមកឃើញហ្នឹងព្រោះខ្ញុំបានរៀបរាប់ខាងដើមមកហើយមេហ្នឹងគាត់ខ្លាចសមោលខ្លួនឯងហ្នឹងដើរកិច្ចតែសមោលបានជួបមុខទេតែដឹងថាលេខាបកប៉ុលពតទេអញ្ចឹងប៉ុន្តែវាមានលឺយូរយារមកហើយលេខាបកហ្នឹងតាំងពីក្នុងចន្លោះ73 74នោះខ្ញុំបានថាលេខាបកគុំនីកម្ពុជានឹងដឹកនាំដោយបកគុំនីកម្ពុជានឹងប៉ុលពតហ្នឹងមិនដែលឃើញទេហើយដោយប៉ុលពតដោយនួនជាហ្នឹងតែឃើញច្បាស់នៅពេលហ្នឹងដែលខ្ញុំបានជម្រាបជូនអង្គសាវនាការហ្នឹងបើឈ្មោះហ្នឹងឮតាំងពីក្នុងចន្លោះ73 74នោះមកបាទសូមអរគុណចំពោះការឆ្លើយបញ្ជាក់នេះអញ្ចឹងមានខ្ញុំសូមបញ្ជាក់ឡើងវិញអញ្ចឹងមានន័យថាប៉ុលពតជាលេខាគណៈមជ្ឈិមនេះមិនត្រឹមត្រូវទេពាក្យថាមជ្ឈិមនេះគឺជាលេខាបកលោកចង់បញ្ជាក់អញ្ចឹងបាទតើមានទេ
បាទសូមលោកជួយឆ្លើយសារជាថ្មីដោយសារមិញអត់បើកមីក្រូ លេខាបកកុម្មុយនីសកម្ពុជាបាទសូមបញ្ជាក់ប៉ុណ្ណឹងបាទសូមអរគុណក្នុងចម្លើយរបស់លោកដដែលក្នុងចំណុចដដែលហ្នឹងលោកបញ្ជាក់អំពីមេដឹកនាំជាន់ខ្ពស់រួមមាននួនជាតាមុកសុនសេនអៀងសេរីលោកអាចជួយពន្យល់បានទេថាមេដឹកនាំជាន់ខ្ពស់នេះលោកសម្ដៅទៅលើអ្វី សំដៅទៅលើអ្នកទាំងអស់ហ្នឹងគឺជាអ្នកដឹកនាំគឺភាសាយើងបច្ចុប្បន្ននេះថាអ្នកដឹកនាំរដ្ឋាភិបាលដឹកនាំរដ្ឋាភិបាលខ្មែរក្រហមអញ្ចឹងខ្ញុំនិយាយសំដៅថាមានដឹកនាំជាន់ខ្ពស់ពូសម័យហ្នឹងគេច្រើននិយាយថាថ្នាក់លើអញ្ចឹងភាសាហ្នឹងឯងដែលគេហៅថាមានដឹកនាំជាន់ខ្ពស់អាហ្នឹងខ្ញុំបញ្ជាក់អត្ថន័យហ្នឹងដើម្បីឲ្យលោកមេធាវីងាយស្រួលស្ដាប់ហើយនឹងអង្គសាវតាការហ្នឹងយល់អំពីអត្ថន័យរបស់ពាក្យនឹងពួកកម្ពុជាជាធិបតេយ្យប្រើប្រាស់ហ្នឹងបាទសូមអរគុណខ្ញុំសូមបញ្ជាក់សារឡើងវិញតើមេដឹកនាំជាន់ខ្ពស់នេះលោកសម្ដៅតែទៅលើរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យឬមួយក៏លោកសម្ដៅទៅដល់អង្គការបកអង្គការនយោបាយរបស់បកកុម្មុយនីសកម្ពុជានៃរបបកម្ពុជាប្រជាធិបតេយ្យនោះដែរ កុំឲ្យតន់ឆ្លើយចាំរងចាំក៏អាមីក្រូហ្វូនប្រតិបត្តិការសិនណា ហើយខ្ញុំនិយាយនេះសំដៅទៅមេដឹកនាំបកកុម្មុយនីសកម្ពុជាសូមឆ្លើយខ្លីប៉ុណ្ណឹងបាទសូមអរគុណអំបញ្ញមិញនេះលោកបានឆ្លើយបញ្ជាក់រួចហើយថាលោកមិនអាចធ្វើការបែងចែកពីការទទួលខុសត្រូវរវាងគណៈកម្មាធិការមជ្ឈិមបកនិងគណៈអចិន្ត្រៃយ៍បានទេបាទតែខ្ញុំសូមសួរលោកជាលក្ខណៈលម្អិតខ្លីមួយថាតើលោកអាចបញ្ជាក់ជូនអង្គជំនុំជម្រះបានទេថាគណៈអចិន្ត្រៃយ៍ហើយនឹងគណៈកម្មាធិការមជ្ឈិមនោះមួយណាធំជាង នឹងដូចខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹងតែខ្ញុំវាញែកពីបញ្ហាហ្នឹងវានាំតែបោកបល់នាំតែច្រឡំទេព្រោះរឿងនេះវាប្រើជួនកាលប្រើគណៈអចិន្ត្រៃយ៍របស់បកតំបន់អញ្ចឹងគេប្រើភាសាហ្នឹងហើយដល់គណៈអចិន្ត្រៃយ៍របស់មជ្ឈិមរបស់បកមជ្ឈិមអញ្ចឹងគេប្រើភាសាហ្នឹងហើយដល់អញ្ចឹងទៅខ្ញុំវាញែកមិនច្បាស់ទេនាំឲ្យវាមានការផន់ច្រឡំរឿងហ្នឹងហើយអានេះខ្ញុំមិនវាញែកជូនទេបាទអត់អីទេលោកជុករិនបើលោកមិនអាចបញ្ជាក់បានក៏មិនអ្វីដែរហើយខ្ញុំមានសំណួរបន្តទៀតពីព្រឹកមិញនេះម៉ោងប្រហែល 11:21 ព្រឹកលោកបានបញ្ជាក់ពីអំណាចរបស់ប្រធានភូមិភាគជាពិសេសលោកបានបញ្ជាក់ចំពោះតាមុកដែលលោកបានលើកពាក្យស្លោកថានៅលើមុខមានតមួកបាទហើយលោកបានបញ្ជាក់អំពីអំណាចរបស់ភូមិភាគជាអ្នកគ្រប់គ្រងទាំងយោធានិងស៊ីវិលក្នុងចំណុចនេះខ្ញុំចង់សួរលោកថា
តាមបទពិសោធន៍និងការអនុវត្តជាក់ស្ដែងរបស់លោកដែលលោកបានចូលរួមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យថាតើអំណាចរបស់គណៈភូមិភាគជាអំណាចផ្ដាច់ការមួយប្រៀបដូចជាស្ដេចក្រាញ់ដែលអាចសម្រេចការងារផ្សេងៗនៅក្នុងភូមិភាគរបស់ខ្លួនឬមួយក៏ជាអំណាចមួយដែលมันអាចធ្វើអ្វីបានទេតលតែមានការព្រមព្រៀងពីថ្នាក់លើពីថ្នាក់ជាតិនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនោះសូមលោកជួយបញ្ជាក់ពីព្រឹកមិញនេះខ្ញុំបាននិយាយពីរឿងតមុខនិយាយពីអំណាចតមុខហ្នឹងថាអំណាចឃើញថាតើណាក៏ឃើញថាវត្តមានគាត់អញ្ចឹងបានខ្ញុំអញ្ចឹងសូមលើករឿងអំណាចនៅក្នុងនៃគណៈបកកុម្មុយនីសពេលដែលខ្ញុំកំពុងរៀនអញ្ចឹងទៅខ្ញុំឃើញក្រោយក្នុងបទអទេសនាមអីចឹងឧទាហរណ៍ថាគាត់កំពុងទេសនាមអីអញ្ចឹងលោកប៉ុលពតហ្នឹងលេខាបកហ្នឹងកំពុងទេសនាមរាល់សមាសភាពដែលក្រោមមកវត្តប៉ុលពតហ្នឹងខ្ញុំឃើញមានតែមុខមួយទេប៉ុលពតនិយាយអីទាំងណាមិនទំនងអីជួនកាលនិយាយកាត់មិត្តទៅហ្មងអាហ្នឹងពេលដែលខ្ញុំទៅរៀនសូត្រជួបក្នុងពេលហ្នឹងអញ្ចឹងបានតែខ្ញុំនិយាយថាតែមុខហ្នឹងមិនមែនថាអំណាចក្នុងនេតដីទេសូម្បីក្នុងបកកុម្មុយនីសកម្ពុជាហ្នឹងពលពតនិយាយគាត់ហ៊ានកាត់ហើយបើខ្ញុំដូចលោកនួនជាដូចអស់លោកផ្សេងអីខ្ញុំមើលប្រហែលជាមិនងាយហ៊ាននិយាយកាត់ទេអញ្ចឹងលោកនៅចិត្តលោកមេធាវីឲ្យលោកខៀវសំផនហ្នឹងលោកសួរពីរឿងហ្នឹងយល់ហើយអានេះខ្ញុំគាត់លើកខេបខ្លីៗដើម្បីបញ្យល់ទេអញ្ចឹងបានន័យថាតើមុខឧទាហរណ៍ថាប្រើកងទ័ពឲ្យធ្វើអីហ្នឹងមេហ្នឹងទៅឧទាហរណ៍ថាក្តាប់សមរភូមិមួយរាយការណ៍អីហ្នឹងខ្ញុំវិញធ្លាប់រត់ឆ្លោះជាកេះដោយសារគាត់ដែរមករាយការណ៍អីសមរភូមិតឹងតែងពិបាកក្តាប់សភាពការមិនចប់អីអានេះមកផទៀតឯងជួលទាញភ្លើងបាញ់ហ្នឹងរត់បាញ់បាក់ជាកេះដល់រត់សិនចរគាត់ចឹងពេលណាគាត់ល្អណាស់ពេលណាគាត់ធ្វើអញ្ចឹងមកអំណាចរបស់គាត់ហ្នឹងអាហ្នឹងខ្ញុំទៅធ្លាប់ជួបប្រទេសហើយកងទ័ពដែលមេតបមួយចំនួននៅនេតដីហ្នឹងខ្ញុំប្រហែលជាខ្ញុំមិនចេញឈ្មោះទេបើបងប្អូនប្រហែលជាបើមាននៅរស់នៅច្រើនដែរគេខ្លះគេកំពុងធ្វើការងាររដ្ឋាភិបាលផងខ្ញុំប្រើប្រាស់ឈ្មោះគេអីគាត់ថាសិតតែជួបប្រទេសរឿងហ្នឹងហើយរឿងហ្នឹងគេដឹករឿងទៅមុខហ្នឹងវាអំណាចប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងហើយបានមកពេលនេះគាត់បានលាចាកលោកហើយយើងនិយាយទៅថាវាគ្មានការពិតឬក៏ការនាំគេថាការភូតទេភូតទៅវិច័យអាត្មាអញ្ចឹងបាទខ្ញុំលើកសំណួររបស់លោកមេធាវីហ្នឹងលោកចង់ដឹងខ្ញុំនិយាយទៅបើគាត់បានលាចាកលោកហើយនៅគុំនៅតុលាការយោធាហ្នឹងបានកាត់ទោសបានមកនេះកាត់ទោសផងអត់បាទអរគុណលោកសាក់សីសូមលោកចង់នៅការស្ដាប់នៅការសំណួរដែលសួររបស់មេធាវីឲ្យបានច្បាស់ហើយសូមលោកឆ្លើយតបទៅនឹងភាពចាំបាច់ហើយនឹងគ្រប់គ្រាន់ទៅនឹងកន្លងត្រឹមកម្រិតសំណួរដែលសួរបានហើយដើម្បីយើងបង្កើនល្បឿននៃសកម្មភាពរបស់យើងការប្រើប្រាស់ពេលវេលាមានប្រសិទ្ធភាពសូមលោកមេធាវីបន្តការតាំងសំណួរបាទសូមអរគុណលោកប្រធានខ្ញុំសូមឲ្យលោកជួយបញ្ជាក់សារជាថ្មីថាចំពោះអំណាចរបស់តាមុកតាមអ្វីដែលលោកបានមានបទពិសោធន៍ធ្វើការជាមួយគាត់គឺគាត់មានអំណាចខ្លាំងនៅក្នុងភូមិភាគរបស់គាត់ខ្ញុំសូមលោកតើលោកអាចបញ្ជាក់បានទេថាចុះប្រធានភូមិភាគដតីលោកដែលធ្លាប់ជួបប្រទះពីការប្រើប្រាស់អំណាចរបស់គាត់ដែលទេថាតើភូមិភាគដតីគេមានអំណាចយ៉ាងដូចម្តេចដែរគេប្រើប្រាស់អំណាចដូចម្តេចដែរខ
ខ្ញុំមិនដឹងទេលោកពាក់ព័ន្ធនឹងភូមិភាគដទៃហ្នឹងខ្ញុំមិនដឹងទេសូមខ្សែខ្លីប៉ុណ្ណឹងបាទសូមអរគុណជាបន្តទៅទៀតខ្ញុំសូមសួរលោកតាក់ទងទៅនឹងការប្រជុំរបស់គណៈកម្មាធិការចន្ទ្រៃដែលលោកបានឆ្លើយនៅក្នុងឯកសារ E3 លើ362ដែលជាឯកសារកំណត់ហេតុនៃការស្ដាប់ចម្លើយសាកសីរបស់លោកខ្ញុំសូមអានជូននៅក្នុង ERN ជាភាសាខ្មែរ00210209 ERN ជាភាសាអង់គ្លេស00268895 ERN ជាភាសាបារាំង00268903ខ្ញុំសូមអានជូនមុនពេលធ្វើការបញ្ចូលកងទ័ពរបស់ភូមិភាគនិរតីដើម្បីវាយប្រឆាំងនឹងកម្មាភិបាលរបស់ភូមិភាគបូព៌ាគឺពិតជាមានគម្រោងសំតទៅ ERN ជាភាសាខ្មែរបន្ទាប់គឺ00210210មកសំទោស0210នឹងការរៀបចំសម្រាប់ធ្វើការបោះសម្អាតកម្មាភិបាលផ្ទៃក្នុងទាំងនោះនឹងមានការប្រជុំរៀបចំគម្រោងដោយគណៈកម្មាធិការចន្ទ្រៃដែលមានប៉ុលពតនួនជានិងអៀងសេរីនៅក្នុងចំណុចនេះលោកបានរាយការណ៍ជូនការិយាល័យសហជីវកម្មស៊ើបអង្កេតអំពីការប្រជុំរបស់គណៈកម្មាធិការចន្ទ្រៃដើម្បីបញ្ចូលទ័ពទៅក្នុងភូមិភាគបូព៌ាខ្ញុំចង់សួរលោកថាតើលោកដឹងពីការប្រជុំនេះដោយរបៀបណាលោកអាចបញ្ជាក់បានទេសំណួរនេះខ្ញុំបានធ្វើបទបង្ហាញអស់ហើយផែនការក្រោយពីទទួលផែនការទៅរៀនសូត្រហ្នឹងផែនការហ្នឹងឯងដែលខ្ញុំថាធ្វើឲ្យខ្មែរបែកបាក់គ្នាទាំងមូលទាំងកម្ពុជាហ្នឹងកាន់តែចប់ពីរៀនហ្នឹងកម្លាំងបញ្ជូនទៅក្រាបកម្លាំងបូព៌ាហ្នឹងអាហ្នឹងផែនការពេលហ្នឹងហើយបើខ្ញុំឃើញក្នុងបទបង្ហាញនេះខ្ញុំមិនបញ្ជាក់ចូលក្នុងលោកអៀងសេរីនៅក្នុងហ្នឹងទេមិនឃើញដាក់អៀងសេរីរហូតហើយពេលហ្នឹងពេលដែលធ្វើការចប់ហ្នឹងហើយទៅបញ្ហានៅខាងបូព៌ាហ្នឹងធ្ងន់ណាស់កម្លាំងដកគ្រប់កន្លែងទាំងអស់ទៅមុនពេលហ្នឹងកម្លាំងពីខាងកពតខ្ញុំនេះឈ្មោះរិនមិនមែនរិនខ្ញុំទេខ្ញុំនេះរីនទេខ្ញុំបញ្ជាក់តុលាការប្រហែលដងហើយខ្លាចច្រឡំព្រោះយករិនហ្នឹងជាសេនាធិការរបស់ខេត្តកពតនេះប៉ុន្តែស្រុកផ្ទះចិត្តគ្នាហ្នឹងមិនដឹងរិនមួយណារីនមួយណាអញ្ចឹងរិនហ្នឹងនៅខាងស្រុកអង្គស្វាយនៅខាងអង្គស្វាយនេះនៅនេះគេដាក់ស្រុករងទុំនេះបាទសូមអរគុណលោកជុករិនខ្ញុំចង់បញ្ជាក់សារឡើងវិញអញ្ចឹងបានន័យថាលោកមិនបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍នាពេលនោះទេប៉ុន្តែលោកបានដឹងនៅពេលដែលលោកទៅធ្វើការសិក្សារៀនសូត្រតើអញ្ចឹងត្រឹមត្រូវទេត្រឹមត្រូវផែនការពេលហ្នឹងផែនការពេលបោសសម្អាតខ្មាំងហ្នឹងតាមឯកសារហ្នឹងខ្ញុំបានបញ្ជាក់បទបង្ហាញច្រើនអំពីរឿងហ្នឹងហើយពេលហ្នឹងកំពតអីផ្ដើមចាត់កម្លាំងបញ្ជូនកម្លាំងទៅបូព៌ាពេលរៀនសូត្រចប់ហ្នឹងអាហ្នឹងវានៅក្នុងកម្មវិធីហ្នឹងទាំងអស់ហើយដល់អញ្ចឹងទៅវាចម្លើយខ្លះដែលខ្ញុំ
จูนจำไรคลานั้นខ្ញុំឃើញការសរសេរហ្នឹងវាទៅជាគេថាផ្សេងពីគ្នា បាទសូមអរគុណចឹងចំណុចនេះខ្ញុំនឹងសួរលោកបន្ថែមទាក់ទងទៅនឹងភាពទទួលយកបាននៃឯកសារកំណត់ហេតុស្ដាប់ចម្លើយរបស់លោកនេះចឹងខ្ញុំសូមសួរលោកចំណុចមួយទៀតទាក់ទងទៅនឹងអាចកំបាំងការរក្សាអាចកំបាំងនៅក្នុងការរក្សាការសម្ងាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះលោកខ្ញុំបានស្ដាប់ឮមានអ្នកសួរលោកខ្លះរួចមកហើយកន្លងមកនេះក៏ប៉ុន្តែខ្ញុំចង់ឲ្យលោកបញ្ជាក់ថាតើការនិយាយអំពីការប្រជុំរបស់គណៈអចិន្ត្រៃយ៍ជាមួយនឹងការរៀនសូត្រដែលលោកបានបញ្ជាក់ថាមានសិក្ខាកាមអ្នកចូលរួមរៀនសូត្រនោះច្រើនរយនាក់នោះតើវាអាចប៉ះពាល់ដល់ការរក្សាការសម្ងាត់នេះយ៉ាងដូចម្តេចដែរលោកអាចជួយបញ្ជាក់បានទេ ប៉ះពាល់ខ្លាំងណាស់លោកឯកសារដែលគ្រោះថ្នាក់បំផុតហ្នឹងឯងដែលប៉ះពាល់ដល់ការសម្ងាត់ហ្នឹងឯងបានបែកបាក់គ្នាខ្លាំងណាស់និយាយខ្លីប៉ុណ្ណឹងព្រោះខ្ញុំអធិប្បាយរឿងហ្នឹងច្រើនណាស់ហើយសំណួរហ្នឹងវាដែលគាត់ថាប៉ះពាល់ខ្លាំងមែនទែនធ្វើឲ្យបែកបាក់ខ្មែរយើងហ្នឹងមកចាប់មកជុំគ្នាបានថ្ងៃនេះហើយវាលោកយល់ហើយខ្ញុំអធិប្បាយខ្លីប៉ុណ្ណឹងទៅមកពីរក្សាការសម្ងាត់មិនបានហ្នឹងហើយបើវាបែកបាក់តិចទីអស់រឿងអស់ហ្នឹងបាទសូមអរគុណខ្ញុំសូមបន្តសំណួររបស់ខ្ញុំតាក់ទងទៅនឹងឯកសារដដែលគឺឯកសារ E3 លើ 362 ERN ជាភាសាខ្មែរ 0021 0212 ជាភាសាបារាំង 0026 8905 ជាភាសាអង់គ្លេស 0026 8897 ខ្ញុំសូមអានជូនចំណុចដែលខ្ញុំនឹងលើកជាសំណួរចំពោះលោកនៅពេលនេះលោកបានបញ្ជាក់ថាចំណុចនេះគឺតាក់ទងទៅនឹងទស្សនាវដ្តីលេខ 7 លោកបានបញ្ជាក់ថាសូម្បីតែខៀវសំផនដែលជាអ្នកល្បីដែលជាបញ្ញវន្តក៏ជាសត្រូវរបស់បកកុម្មុយនីសកម្ពុជាដែរចំណុចនេះលោកបានបញ្ជាក់ខ្លះៗហើយតាក់ទងទៅនឹងប្រវត្តិនិងនិន្នាការរបស់លោកខៀវសំផនដែលលោកបានចូលរួមនៅក្នុងបកកុម្មុយនីសកម្ពុជាកន្លងមកថាមានបញ្ហាអ្វីខ្លះនោះខ្ញុំសូមឲ្យលោកជួយបញ្ជាក់បន្ថែមអំពីពាក្យថាលោកខៀវសំផនខ្លាយជាសត្រូវរបស់បកកុម្មុយនីសកម្ពុជានេះតើលោកមានផុសតាងឬក៏ឯកសារអ្វីដើម្បីបញ្ជាក់លើចំណុចនេះដែរទេតែរឿងហ្នឹងគឺខ្ញុំបញ្យល់ច្រើនមកខាងដើមហើយលោកមេធាវីពូបញ្យល់តាំងពីដើមហេតុនោះមកហើយហ្នឹងមិនបាច់បញ្យល់ទៀតទេខ្ញុំសូមជម្រាបខ្លីប៉ុណ្ណឹងបានហើយលោកប្រធានដោយសារពេលវេលានេះឲ្យខ្ញុំនៅមានសំណួរប្រហែលជា10នាទីជាងទៀតហើយសហការីរបស់ខ្ញុំក៏មានសំណួរប្រហែលជាជិត1ម៉ោងអីទៀតដែរបាទសូមអរគុណបាទអរគុណសូមជួយរៃមីវីលោកប្រធានខ្ញុំគ្រាន់តែចង់បញ្ជាក់ថាអាស្រ័យលើសំណួរដែលបានចោទសួរហើយអំបញ្ញមិញនេះខ្ញុំត្រូវការរយៈពេលតែ30នាទីនោះទេដើម្បីសួរសំណួរទៅសាកសីនេះគ្រាន់តែជួយសម្រួលដល់ការដែលរៀបចំសវនកម្មដល់លោកប្រធានតែប៉ុណ្ណោះបាទខ្ញុំត្រូវការរយៈពេល30នាទីទៀតប៉ុណ្ណោះទេ
បាទឥឡូវនេះដោយសារមានបញ្ហាចំនួនពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់យើងសម្រាប់សាក់សីរូបនេះក៏ដូចជាសាក់សីដែលអង្គជំរះក៏រួមធ្វើនៅថ្ងៃស្អែកដែរហើយដោយសារមេធាវីបានលើកឡើងមិញគឺថាប្រហែលជាកន្លះម៉ោងទៀតប៉ុណ្ណោះហើយអង្គជំរះក្រោយបានពិចារណាទៅដើម្បីសម្រួលដល់កិច្ចដំណើរការសម្រាប់ថ្ងៃនេះសម្រួលដល់សាក់សីរូបនេះនៅក្នុងពេលនៃការសក្ខីកម្មខ្លីរបៀបនេះបើធ្វើថ្ងៃស្អែកនេះក៏ដូចជាមានបញ្ហាដែរមានបញ្ហាតែគាត់ទេគឺបញ្ហាទាំងសាក់សីបំរុងដែលគ្រោងធ្វើនៅថ្ងៃស្អែកទៀតដោយសារគាត់មានបញ្ហាគ្រួសារផ្ទាល់ខ្លួនរបស់គាត់តែគាត់មិនអាចនៅរងចាំរយៈពេលយូរបានដូច្នេះអង្គជំរះសម្រាប់ទទួលយកសំណើសុំនេះហើយអនុញ្ញាតឲ្យមេធាវីការពីក្តីលោកគឺសំផនបន្តការតាំងសំណួររយៈពេលយ៉ាងយូរ30នាទីទៀតប៉ុណ្ណោះសូមអញ្ជើញបាទសូមអរគុណលោកប្រធានខ្ញុំជឿថាលោកជុរិនប្រហែលជាអស់កម្លាំងដែរហើយប៉ុន្តែខ្ញុំត្រូវទទួលតាមបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះដើម្បីសួរសំណួរបញ្ចប់តកតងទៅនឹងការជំទាស់របស់ខ្ញុំកាលពីម្សិលមិញដែលតំណាងអាយកាតំណាងសហប្រញ្ញាអាជ្ញាបានលើកអំពីខ្សែអាត់ថតសម្លេងរបស់លោកថាលោកបាននិយាយតកតងទៅនឹងខ្មែរប្រជាជនខ្មែរវៀតណាមដែលត្រូវចាប់ខ្លួននៅខេត្តកំពតខ្ញុំសូមលោកប្រធានអនុញ្ញាតដើម្បីចាក់នៅសម្លេងនេះដើម្បីឲ្យសាក់សីស្ដាប់និងធ្វើការអត្ថាធិប្បាយឆ្លើយតបទៅនឹងខ្សែអាត់នេះរបស់គាត់លេខខ្សែអាត់ដែលត្រូវស្នើសុំលោកធានចាក់ផ្សាយនេះមានជាឯកសារគឺ D123 លើ 3R ត្រង់ចំណុច00.19.35 ដល់ 00.21.26 សូមលោកធានអញ្ញាតឯកសារអីគេទៅកត់ត្រាអំពីបញ្ហាអីទៅឯកសារសម្ភាសរបស់លោកឈុករីនដែលជាការថតសម្លេងរបស់គាត់ធ្វើដោយក្រុមណាគេហើយថតសម្លេងឈូករីននឹងដាក់ដោយអ្នកណាគេធ្វើដោយខាងណាអ្នកស៊ើបអង្កេតឬក៏ដោយអ្នកខាងណាគេក៏ធ្វើពីកាលហើយដាក់ឯកសារនៅក្នុងទំនុំរឿងយ៉ាងម៉េចនិយាយឲ្យអស់មកពីអត្តសញ្ញាណឯកសារនេះបាទគឺឯកសារនេះតាក់ទងទៅនឹងការថតសម្លេងរបស់លោកឈូរិននៅពេលដែលសហចក្រមការិយាល័យសហចក្រមស៊ើបអង្កេតបានធ្វើកំណត់ហេតុស្ដាប់ចម្លើយរបស់លោកដែលមានពាក់ព័ន្ធទៅនឹងឯកសារ E3 លើ 362បាទអង្គជំរះទទួលយកទៅតាមដំណើរនេះហើយប្រកបដោយផ្នែកខាងសម្លេងនិងរូបភាពចាក់ផ្សាយនៅលើអេក្រង់កុំព្យូទ័រហើយនិងទូរទស្សន៍នៅវីដេអូនាទី 19.35 រហូតដល់ 21.26 នៅឯកសារ D123/3R
Monsieur le Président, pendant que la លោកប្រធាននៅក្នុងពេលយើងគិតពីបញ្ហាបច្ចេកទេសនេះខ្ញុំសូមសួរថាតើលោកប្រធានអាចចេញសេចក្តីសម្រេចថាមិញនេះលោកប្រធានអនុញ្ញាតឲ្យខ្ញុំបន្តសួរតែ30នាទីទេហើយខ្ញុំសូមជម្រាបថា30នាទីនេះពិបាកនឹងសួរឲ្យចាប់សំណួរគ្រប់ជ្រុងជ្រោយហើយនឹងមិនមានប្រសិទ្ធភាពនោះទេហើយនៅក្នុងពេលវេលាដែលចែកតាំងពីដើមមកនេះខ្ញុំសូមឲ្យអង្គជំនុំជម្រះពិនិត្យគោលជំហររបស់ខ្លួនឡើងវិញធ្វើយ៉ាងណាដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាអាចសួរទៅសាកសីនេះចប់នៅពេលព្រឹកស្អែកវិញលោកប្រធានមិញនេះទំនងជាកើតឡើងដោយសារលោកស្រីជាមេធាវីទេមិនមែនកើតឡើងដោយអង្គជំរះទេអង្គជំរះមានបំណងថានឹងលើកទៅធ្វើសកម្មភាពនៅថ្ងៃស្អែកប៉ុន្តែលោកស្រីទេបានបង្ហាញជំហរថាលោកស្រីនឹងមិនតាំងទំនួលយូរទេទំនងតែចំណាយពេល30នាទីប៉ុណ្ណោះយើងពិភាក្សាគ្នាទៅយល់ឃើញថា30នាទីវាសមស្របកុំឲ្យបង្កើតនៅបញ្ហាផ្សេងទៀតដូចជាយកសាកសីរូបនេះវិលទៅដល់កន្លែងហើយឡប់មកវិញមកកាន់នៅទីនេះត្រឹមតែកន្លះម៉ោងនោះទី1ទី2សាកសីដែលត្រូវស្ដាប់សកម្មនៅថ្ងៃស្អែកនេះវាមានបញ្ហាគ្រួសារផ្ទាល់ខ្លួនរបស់គាត់មានបញ្ហាដែលគាត់ទាមទារត្រូវការស្ដាប់ឲ្យបានចប់ដើមគាត់នឹងអាចវិលត្រឡប់ទៅវិញទាំងយប់ទៅជួបជុំគ្រួសាររបស់គាត់ដែលមានបញ្ហានៅក្នុងគ្រួសារចឹងហើយបានជាយើងប្រឹងប្រែងដើម្បីធ្វើថ្ងៃនេះឲ្យចប់ហើយស្អែកឲ្យចប់ទៀតហើយវាសមស្របនឹងពេលវេលាដែលលោកស្រីបានស្នើសុំបញ្ជាក់មិញនេះបើគុំលោកស្រីបញ្ជាក់គឺយើងផ្អាកសកម្មភាពរួចហើយយើងនឹងធ្វើលើកទៅថ្ងៃស្អែកហើយបើលោកស្រីទេដែលលើកកំណត់ថាទំនងជាចំណាយតែ30នាទីចឹងហើយ30នាទីមិនគួរឲ្យវាមានបញ្ហាពជាពេលទៅហើយមកវិញនៅថ្ងៃស្អែកទៀតទេយើងមិនបណ្ដងមានច្រឡំទេព្រោះចាក្រុមអន្តរជាតិក៏ចូលរួមពិភាក្សាលើបញ្ហានេះដែរសូមជ័យបន្តបាទសូមអនុញ្ញាតចាក់ខ្សែអូឌីយ៉ូដូចបានកំណត់ជូនអំបញ្ញមិញបាទដោយនយោបាយឆ្នាក់មានអ្នកហ្នឹងហើយដែលពេលនេះនៅក្នុងបកកុម្មុយនីសមានបញ្ហាពីរដែលខ្ញុំបានជម្រាបលោកតាំងពីឆ្នាំ73មកដែលកើតបញ្ហាហ្នឹងដោយមាននៅក្រុមគឺជាគេហៅថាជាផ្នែកវិមិញប៉ុន្តែមកក្រុមហ្នឹងដែលយើងបង្កើតចលនាគេហៅថាបកកុម្មុយនីសកម្ពុជាបងវាមានពីរក្រុមហ្នឹងហើយដែលធ្វើឲ្យបញ្ហាបង្កាប់ប្រចាំគ្នារហូតមកដល់ដល់ថ្ងៃខ្មែរវៀតមិញអាហ្នឹងវាមានពីរក្រុមក្នុងចលនាបងប្អូនដែលបកកុម្មុយនីសហ្នឹងវាមានចលនាមួយបកពលកមួយគេហៅបកដែលកុម្មុយនីសកម្ពុជាពីហ្នឹងឯងដែលវាប្រទេសយើងវាប្រឆាំងគ្នា I just would like that to tell you that because the party they apply what I call the stubborn policy. Stubborn. That's why within the party they have two movements within the party at the same time. Is the Khmer Viet Minh movement and another one is the Labour movement, Labour Party, and that both called the Communist Party of Canada. ខ្ញុំសោកស្ដាយណាស់នឹងលោកឯងសិក្សាស្រាវជ្រាវបន្ថែមទៀតដឹងហើយពេលហ្នឹងដែលខ្មែរវៀតមិញដែលមកពីហាណូយមកភាគច្រើនគឺខ្មែរខាងកុម្មុយនីសកម្ពុជាហ្នឹងត្រូវចាប់ខ្លួនរបស់ហើយសម្រាប់ចោលរបស់បន្តនេះ I would like you can do the research further about this because at that time what the movement called Khmer Viet Minh that who came from Hanoi at that time all of them were arrested and killed.
បាទសូមអរគុណលោកជូរិនតើលោកអាចស្ដាប់បានទេអំបញ្ញមិញនេះស្ដាប់បានបាទសូមអរគុណចឹងអំបញ្ញមិញនេះខ្ញុំបានស្ដាប់ឮចំពោះពាក្យដែលលោកបានប្រើគឺខ្មែរវៀតមិញហើយនៅក្នុងអត្ថបទកំណត់ហេតុរបស់លោកនេះដែលធ្វើឡើងជាមួយការិយាល័យសហជីវកម្មស៊ើបអង្កេតគឺប្រើតែខ្មែរវៀតណាមតើលោកអាចបញ្ជាក់បានទេពីពាក្យថាខ្មែរវៀតមិញនេះហើយថាវាខុសគ្នាគឺខ្មែរវៀតណាមនេះយ៉ាងដូចម្ដេចដែរបាទអត្ថន័យនឹងដូចគ្នាទេព្រោះខ្ញុំបានទៅធ្វើបទបង្ហាញលោករាជញាដេញដោលពីរឿងហ្នឹងហើយខ្ញុំបញ្ជាក់អីដែលខ្មែរដែលមកពីហាណូយនោះនៅកពតហ្នឹងមួយចំនួនមានបង្កើតកងទ័ពហ្នឹងដល់អញ្ចឹងគេបែងចែកថានេះគេពួកខ្មែរវៀតមិញព្រោះកាលហ្នឹងគេប្រើពាក្យវៀតនិញមិញនេះមកកាលសម័យហ្នឹងវៀតកុងអីធ្វើឲ្យមានការទុះអាវុធជាមួយគ្នាវាងវៀតកុងនៅខ្មែរក្រហមនៅខេត្តកពតហ្នឹងខ្ញុំអธิบายអស់ហើយមិនបាច់លើករំលឹកទៀតទេក្នុងវាឆ្ងាយបានហើយព្រោះខ្ញុំក៏ហត់នឿយដែរហើយនឹងសូមនិយាយខ្លីប៉ុណ្ណឹងបាទសូមអរគុណនេះតាមអ្វីដែលលោកគិតលោកថាខ្មែរវៀតមិញហ្នឹងគឺខ្មែរវៀតណាមហ្នឹងដូចតែគ្នាតែលោកចង់និយាយអញ្ចឹងមែនទេមែនដែរខ្មែរវៀតមិញហើយវៀតណាមដូចគ្នាព្រោះសម័យហ្នឹងគេប្រើពាក្យវៀតមិញហ្នឹងមកពីខ្មែរដែលមកជាមួយពួកយាកុងកាលហ្នឹងពួកយាកុងហ្នឹងឲ្យដល់កើតការមិនទុកចិត្តគ្នាហ្នឹងវាយអាខ្មែរវៀតមិញហ្នឹងផងវាយយាកុងផងនៅកពតហ្នឹងវាយគ្នាមកសត្រុធំដែរជាមួយខែពីរខែដែរបានប្រជុំវាយគ្នាវាយាកុងហើយនឹងកងទ័ពខ្មែរក្រហមអាហ្នឹងពី73មកខ្ញុំបញ្យល់គាត់ពី73មកបាទសូមអរគុណអញ្ចឹងបានន័យថាកន្លងមកគេមិនដែលប្រើពាក្យថាខ្មែរវៀតណាមទេគេប្រើខ្មែរវៀតមិញតែអញ្ចឹងត្រឹមត្រូវទេត្រឹមត្រូវហើយព្រោះខ្ញុំនៅកពតហ្នឹងប្រើភាសាថាខ្មែរវៀតមិញបាទសូមអរគុណលោកជូរិនខ្ញុំអស់សំណួរហើយលោកប្រធានសូមឲ្យសហមេធាវីរបស់ខ្ញុំតសំណួរបាទសូមអរគុណBonjour Monsieur Chou. បាទជំរាបសួរលោកជូរិនខ្ញុំឈ្មោះអន្តរគីសេខ្ញុំជាសហមេធាវីអន្តរជាតិរបស់លោកខៀវសំផនខ្ញុំមានសំណួរបញ្ជាក់មួយចំនួនដែលត្រូវចោទសួរទៅកាន់លោកvà សួរបន្តពីសារពាក្យតារបស់ខ្ញុំហើយនឹងបន្តអំពីខ្សែអត្ថបទមិញនេះដែលរំលឹកអំពីពាក្យពេចន៍ដែលលោកបានប្រើគឺថាពាក្យខ្មែរវៀតមិញនេះបាទខ្ញុំសូមឲ្យលោករំលឹកដល់តុលាការនៅចំណុចមួយដែលលោកបាននិយាយនៅក្នុងចម្លើយដែលលោកឆ្លើយជូនទៅអ្នកស៊ើបអង្កេតនៃសហជីវកម្មស៊ើបអង្កេតគឺឯកសារ3/366ហើយអញ្ជើញភាសាបារាំងគឺ002680ជាភាសាអង់គ្លេសគឺ0076444049ហើយភាសាខ្មែរគឺ00194443ហើយមានបន្តទៅទំព័រមួយទៀតនៅក្នុងចម្លើយរបស់លោកនេះគឺលោកបាននិយាយអំពីការចាប់កំណើតនៃបកគុំនៅកម្ពុជាហើយនឹងបញ្ហាដែលកើតមាននៅក្នុងបកគុំនេះឥណ្ឌូចិនបាទសំណួរខ្ញុំដូចតទៅនេះតើលោកជាសាក្សីដោយផ្ទាល់នៃបញ្ហានៅក្នុងការបង្កើតបកគុំនៅកម្ពុជានេះឬក៏ជាលោកគ្រាន់តែជាអ្នកដឹងឮដោយសារគេរៀបរាប់ប្រាប់លោកក្រោយមកហើយដែរទេសូមសួរសំណួរនេះឡើងវិញDans la déclaration បាទ
នៅក្នុងចម្លើយដែលលោកឆ្លើយទៅការិយាល័យសហគ្រាសស៊ើបអង្កេតលោកបានលើកអំពីបញ្ហាដែលកើតមានឡើងនៅពេលបង្កើតបកកុម្មុយនីសកម្ពុជាដែលជាបកឯករាជ្យរបស់ខ្មែរធៀបទៅនឹងបកឥណ្ឌូចិនបកកុម្មុយនីសឥណ្ឌូចិនអញ្ចឹងសំណួរខ្ញុំនឹងខ្ញុំចង់ដឹងថាតើលោកបានដឹងឬអំពីបញ្ហារបស់ទាំងអស់នេះដោយផ្ទាល់ខ្លួនឬក៏ដោយសារគេប្រាប់លោកទេសាក់តែមកតឆ្លើយតបសូមអញ្ជើញលោកតំណាងថាបញ្ញាតំណាងសាប្រញ្ញាខ្ញុំគិតថាសហភាតាខ្ញុំបានព្យាយាមជួយដល់អ្នកដល់សាក់សីរបស់គាត់ប៉ុន្តែប្រយោគនៅក្នុងអ្វីដែលគាត់បានលើកឡើងមកសួរសាក់សីនេះគឺដកស្រង់ចេញពីឯកសារហើយការដកស្រង់នឹងគួរតែដកស្រង់ដោយផ្ទាល់ប៉ុន្តែចំពោះខ្ញុំសូមលើកឡើងថាអ្វីដែលបានសួរនោះគឺវាហាក់ដូចជាមិនច្បាស់លាស់សោះឬក៏យើងអាចនិយាយម្យ៉ាងទៀតថាយើងគួរតែអានប្រយោគទាំងអស់នេះឲ្យបានពេញលេញហើយឲ្យបានស្របទៅតាមបរិបត្តិដើម្បីជាការចោទសំណួរបាន Je n'ai pas de problème à lire, monsieur le président. បាទខ្ញុំអាចអានបានអំបញ្ញនេះនោះប៉ុន្តែខ្ញុំគ្រាន់តែថាចង់ឲ្យទៅមុខលឿនមានប្រសិទ្ធភាពក៏ប៉ុន្តែបើសិនជាសាក់សីគាត់ចង់ឲ្យខ្ញុំអានផ្នែកនេះខ្ញុំសូមខ្ញុំអាចអានបានគឺថាលេខខ្ញុំបានផ្ដល់ជូនបាញ់មិញហើយលោកបាននិយាយថាបកគុំនេះបកគុំនេះឥណ្ឌូចិនបានប្រជុំកម្មាភិបាលជាន់ខ្ពស់ដោយចង់បង្កើតរចនាសម្ព័ន្ធយោធាស្រដៀងគ្នានៅប្រទេសកម្ពុជាកម្មាភិបាលទាំងអស់នេះបានបដិសេធហើយបានបង្កើតបកគុំនេះកម្ពុជាគឺបកកជំនួសវិញដែលចំណុចនេះបានក្លាយជាប្រភពនៃបញ្ហារវាងបកគុំនេះកម្ពុជានិងវៀតកុងបាទសំណួរខ្ញុំដូចតទៅនេះគឺថាតើលោកបានជួបប្រទះនឹងបញ្ហាទាំងអស់នេះដោយផ្ទាល់ឬក៏ដែលលោកដឹងនឹងដោយសារគេនិយាយប្រាប់លោកទេបញ្ហានៅពេលដែលបង្កើតបកគុំនេះកម្ពុជានេះខ្ញុំឆ្លើយខ្លីគាត់ថានេះវាមកពីការរៀនសូត្រទេសនាមឯកសារអញ្ចឹងឧទាហរណ៍ថាសមាជិកបកគុំនេះកម្ពុជាហ្នឹងគេយកឯកសារហ្នឹងមករៀនសូត្រអញ្ចឹងខ្ញុំដឹងតាមរយៈការរៀនសូត្រតាមការណែនាំពីថ្នាក់លើរបស់ខ្ញុំហ្នឹងអរគុណបាទ Je vous remercie. បាទខ្ញុំសូមអរគុណបាទលើនេះខ្ញុំសូមត្រឡប់មកនិយាយពីរយៈពេលថាចន្លោះឆ្នាំ75ដល់ឆ្នាំ79លោកបានលើកឡើងកាលពីព្រឹកមិញនៅពេលលោកឆ្លើយទៅសហព្រះអាញាហើយនឹងទៅមេធាវីនាំមុខតាមបណ្ដឹងរដ្ឋវេនីលោកបានលើកឡើងថាលោកបន្ទាប់ពីជ័យជំនះឆ្នាំ1975នោះលោកបានទៅការពារព្រំដែនហើយពេលដែលលោកឆ្លើយទៅក្រុមមេធាវីលោកនួនជាគឺថាលោកកំពុងតែធ្វើសង្គ្រាមជាមួយនឹងប្រទេសវៀតណាមបាទសំណួរខ្ញុំដូចតទៅនេះតើនៅពេលដែលបាទនេះជាសំណួរទី1បាទថាលោកបាននិយាយថាលោកបានចូលរួមទៅក្នុងធ្វើចម្បាំងនោះជាង20ដងនៅក្នុងរយៈពេលនេះហើយរាល់ដងគឺថាប្រឆាំងនឹងវៀតណាមលោកដឹងតែនៅកម្ពុជាដំបូងហ្នឹងកងទ័ពខ្មែរក្រហមវៀតណាមវាយគ្នាខ្ញុំបាននិយាយអស់ហើយថាការពិតហ្នឹង Je pense qu'il doit y avoir un បាទខ្ញុំគិតថាប្រហែលជាមានបញ្ហាបកប្រែហើយសំណួរខ្ញុំគឺថានៅពេលដែលលោកប្រយុទ្ធជាង20ដងតែលោកនិយាយថាលោកបានចូលរួមនោះតើរាល់ចម្បាំងនោះសុទ្ធតែជាចម្បាំងប្រយុទ្ធប្រឆាំងនឹងកងទ័ពវៀតណាមឬក៏យ៉ាងម៉េចនឹងសិតប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមដែរ dans
បាននៅក្នុងចម្លើយរបស់លោកខ្ញុំលោកបានលើកឡើងថាមកខ្ញុំសូមដកស្រង់ម្ដងទៀតដើម្បីឲ្យលោកចាំឡើងវិញគឺថាដូចលេខយងដូចតែបាញ់មិញអញ្ចឹងលោកបានរៀបរាប់ថាកិច្ចចំនួនផ្ទៃក្នុងរវាងអ្នកដែលកាន់វៀតណាមហើយនិងប្រឆាំងនៅវៀតណាមកើតឡើងនៅក្នុងបកគមនីកម្ពុជាបាទសំណួរខ្ញុំដូចតទៅនេះនៅពេលដែលលោកធ្វើសង្គ្រាមជាមួយនឹងវៀតណាមចន្លោះឆ្នាំ1975-79តើនិន្នាការគាំទ្រវៀតណាមហើយនឹងប្រឆាំងនឹងវៀតណាមនេះនៅតែបន្តមាននៅក្នុងបកគមនីកម្ពុជាដែរឬទេមានរហូតដោយលោកស្រីដឹងហើយប្រឆាំងគ្នារហូតដល់ឆ្នាំ93ហ្នឹងហើយ93ហើយហ្នឹងឆ្នាំ91ដែលមានការចរចានៅទីក្រុងប៉ារីសហ្នឹងប្រឆាំងគ្នារហូតមកប៉ុន្តែវៀតណាមហ្នឹងបានដកចេញពីកម្ពុជាហ្នឹងតាំងពី98នោះនៅសល់ពីហ្នឹងមកមានតែខ្មែរទេអត់មានវៀតណាមទៀតហើយបែសង្គ្រាមខ្មែរហ្នឹងបានបញ្ចប់នៅ93ហ្នឹង93 94អីខ្មែរក្រហមហ្នឹងលោកព្រមបញ្ចប់ទេអញ្ចឹងបានខ្ញុំអីហ្នឹងនាំកម្លាំងមកទៅនិយាយទៅវាឆ្ងាយដែរគាត់បញ្ជាក់ថារឿងហ្នឹងវាសំណួរហ្នឹងខ្ញុំបានវាញែកមកច្រើនហើយសូមនិយាយខ្លីប៉ុណ្ណឹងបានណាលោកប្រធានខ្ញុំសូមអភ័យទោសដែលខ្ញុំត្រូវឡើងមកកាត់ហើយក៏សូមអភ័យទោសដល់សហភាពតាខ្ញុំគិតថាប្រហែលជាមានការយល់ច្រឡំទៅលើសំណួរដែលបានសោតចោទសួរនេះឡើងគឺថាសហភាពតាខ្ញុំបានលើកឡើងសួរទៅលោកឈុករៀននៅសំណួរពាក់ព័ន្ធទៅនឹងនិន្នាការប្រឆាំងវៀតណាមនៅក្នុងបកគមនីកម្ពុជាហើយនឹងនិន្នាការគ្រប់គ្រងវៀតណាមនៅក្នុងបកគមនីកម្ពុជាប៉ុន្តែតាមដែលខ្ញុំសូមលើកឡើងគឺថាស័យក៏បាននិយាយអំពីការវាយប្រយុទ្ធរវាងបកគមនីកម្ពុជាជាមួយនឹងទាហានវៀតណាមខ្ញុំគិតថានេះជាបញ្ហាពីរដាច់ពីគ្នាសូមអរគុណ J'ai bien fait une distinction. មកខ្ញុំបែងចែកច្បាស់ហើយរឿងនិន្នាការនៅក្នុងបកគមនីកម្ពុជាហើយនឹងការប្រយុទ្ធគ្នាខ្ញុំគិតថាសាកសីនេះបានឆ្លើយនឹងសំណួររបស់ខ្ញុំហើយយើងក៏ប៉ុន្តែយើងអាចបំភ្លឺបានដើម្បីចំណេញពេលវេលាលោកសាកសីលោកបានលើជំទាស់របស់សហប្រញ្ញាបាញ់មិញនេះហើយតើសំណួររបស់ខ្ញុំមិនច្បាស់ទេនៅពេលដែលខ្ញុំសួរលោកថាតើមាននិន្នាការពីរនៅក្នុងបកគមនីកម្ពុជាគឺថាមាននិន្នាការគ្រប់គ្រងវៀតណាមហើយនិងនិន្នាការប្រឆាំងនៅវៀតណាមតើនេះច្បាស់ទេថាបាញ់មិញនេះខ្ញុំនិយាយជាមួយលោកអំពីចលនានៅក្នុងបកគមនីកម្ពុជាលោកយល់ច្បាស់ទេបាញ់មិញខ្ញុំបានបញ្ជាក់ឲ្យថាសង្គ្រាមនេះខ្ញុំប្រឆាំងគ្នាកងទ័ពខ្មែរក្រហមនិងកងទ័ពវៀតណាមទេដល់ក្រោយមកបានស្ដាប់បានមានចលនាអ្នកសេសង្គ្រោះជាតិនោះដែលដឹកនាំដោយសម្ដេចទាំង3រាល់ថ្ងៃនេះអញ្ចឹងហើយចលនានេះធ្វើឲ្យសន្ទុះនឹងខ្លាំងណាស់អាហ្នឹងវារឿងផ្សេងដាច់ដោយឡែកពីគ្នាហើយចលនានេះឃើញហើយមកទល់ថ្ងៃនេះប្រជារាស្ត្រទាំងអស់ហ្នឹងនៅតែគ្រប់គ្រងសម្ដេចទាំង3ហ្នឹងដោយសារអីដោយសារការលំបាករបស់អ្នកដឹកនាំខ្មែរក្រហមហ្នឹងហើយដែលមានចលនាសម្ដេចទាំង3ហ្នឹងដែលគាត់មានចលនាសង្គ្រោះជាតិហ្នឹងមកវាយរហូតវៀតណាមដកចេញអីខ្មែរក្រហមវាយមិនឈ្នះទេវាយមិនឈ្នះកម្លាំងហ្នឹងទេអាហ្នឹងការពិតហើយប៉ុន្តែធម្មតាភាសារបស់ខ្មែរក្រហមពេលហ្នឹងអត់ដែលបានគ្រប់គ្រងទេទៅឡូវនេះបងប្អូនខ្មែរក្រហមដែលគេទទួលស្គាល់ថាសម្ដេចទាំង3ហ្នឹងជាអ្នក
សាសសាជាតិបង្រួបជាតិហ្នឹងដោយឥឡូវនេះគេសរសើរបើពីមុននោះគេអត់នេះទេគេថាគាត់ហ្នឹងគឺជាខ្មែរដែលគ្រប់គ្រងដោយវៀតណាមប៉ុន្តែដល់សាក់សីយើងបានចម្រឹកហើយពេលវេលាគឺអាចវែងទៀតបើសិនបើសាក់សីមាននិយាយវែងទី1គឺសូមឲ្យសាក់សីស្ដាប់សំណួរឲ្យបានហើយឆ្លើយតបនៅភាពចាំបាច់ហើយនឹងសំលមមទៅនឹងសំណួរបានហើយជាវាងអត្ថាធិប្បាយវែងគឺវាអត់ប្រយោជន៍ហើយខាតបង់ពេលវេលាប្រើប្រាស់ពេលវេលាមិនមានប្រសិទ្ធភាពទេទី2តំណងជាការយល់ការស្ដាប់សំណួរហើយនឹងចម្លើយនឹងដូចជាមិនយល់គ្នាទេរវាងសំណួរនិងចម្លើយនេះដូចជាមានការខុសគ្នាឆ្ងាយរវាងមូលដ្ឋាននៃការសួរគេពឹងផ្អែកលើឯកសារដែលមានស្រាប់នេះហើយនឹងលោកឆ្លើយនឹងដូចជាឆ្ងាយពីគ្នាណាស្ដាប់គ្នាមិនយល់ទេលោកមេធាវីអាចសួរម្ដងទៀតដើម្បីឲ្យចំនឹងសំណួរហើយឲ្យច្បាស់ទៅដើម្បីឲ្យសាក់សីឆ្លើយច្បាស់ហើយឆ្លើយខ្លីបានហើយបើមិនជាព្យាយាមឆ្លើយវែងអាចប្រើពេលវេលាយូរទៀតនឹងទៅតកាសែតតឌីសទៀតនឹងអាចពេលយូរអាចដល់ម៉ោង5ហើយនោះបើមិនបើលោកព្យាយាមនិយាយនៅអ្វីដែលវាវែងវាហួសពីភាពចាំបាច់សម្រាប់ឆ្លើយតបទៅនឹងសំណួរដែលសួរបាទលោកសាក់សីខ្ញុំសូមរំលឹកលោកម្ដងទៀតថានៅក្នុងចម្លើយរបស់លោកគឺថាឯកសារ 3/361 បាទខ្ញុំសូមដកស្រង់ចំណុច1លោកបានលើកឡើងដោយតទៅនេះក្នុងសំរងនេះគឺថាមានចំនួនផ្ទៃក្នុងរវាងអ្នកដែលគ្រប់គ្រងវៀតណាមហើយនិងអ្នកប្រឆាំងនឹងវៀតណាមបានកើតឡើងនៅក្នុងបកកុម្មុយនីសកម្ពុជាសំណួររបស់ខ្ញុំលោកប្រធានសូមឲ្យគាត់លោកមេធាវីនិយាយឆ្ងាយមីក្រូបន្តិចព្រោះស្ដាប់អត់ឮដល់គាត់នៅគៀកពេកបាទសូមអភ័យទោស Est-ce que au moment បាទសំណួរខ្ញុំបាទនៅពេលដែលសង្គ្រាមជាមួយវៀតណាមចន្លោះឆ្នាំ 1975 79 នេះខ្ញុំចង់ដឹងថាតើនិន្នាការទាំងពីរនេះបើថានិន្នាការប្រឆាំងវៀតណាមនិងនិន្នាការគ្រប់គ្រងវៀតណាមនេះនៅតែបន្តមាននៅក្នុងបកកុម្មុយនីសកម្ពុជាដែរឬទេនៅតែមានរឿងហ្នឹងឆ្លើយខ្លីប៉ុណ្ណឹងមានហើយបានមានសង្គ្រាម est-ce que vous êtes en តើលោកកំពុងតែឆ្លើយថាមានសង្គ្រាមរវាងភាគីពីរនៅក្នុងបកកុម្មុយនីសកម្ពុជាមិនមែននេះខ្ញុំហាក់ដូចជាយល់ឃើញថាលោកពេលលោកកំពុងតែធ្វើសង្គ្រាមជាមួយនឹងកងទ័ពវៀតណាមតើលោកអាចបំភ្លឺបានទេចំណុចនេះខ្ញុំបានរៀបរាប់អស់ហើយចំនួនហ្នឹងចន់គ្នាសួរផ្សេងទៀតហ្នឹង vous venez de me បាទលោកបាញ់មិញនេះលោកទើបនឹងឆ្លើយថាសង្គ្រាមនៅតែបន្តនៅក្នុងភាគីទាំងពីរហ្នឹងអញ្ចឹងសំណួរខ្ញុំចង់ដឹងថាតើមានសង្គ្រាមនៅរវាងភាគីទាំងពីរនៃបកកុម្មុយនីសកម្ពុជាហ្នឹងឬក៏សង្គ្រាមរវាងបកកុម្មុយនីសកម្ពុជាជាមួយនឹងកងទ័ពវៀតណាមរវាងកងទ័ពវៀតណាមនិងបកកុម្មុយនីសកម្ពុជា Je vous remercie de cette précision. បាទខ្ញុំសូមអរគុណបាទនៅក្នុងផ្នែក2នៅក្នុងបកកុម្មុយនីសកម្ពុជានោះនៅតែមានបន្តរហូតនៅពីបើនិយាយទៅថាពីក្រុមនៅក្នុងបកកុម្មុយនីសកម្ពុជានោះនៅតែបន្តមានរហូតពេលក្រោយមកឬក៏យ៉ាងម៉េចសូមលោកបញ្ជាក់បន្តិច mình miền đấy Phật cùng đi Campuchia ở miền Phi Krông này mình Phật cùng đi Campuchia miền là một Krông
ប៉ុន្តែរឿងគេតស៊ូប្រឆាំងបកគុំនេះកម្ពុជាអានឹងជារឿងផ្សេងតាក់ទិនរឿងបកគុំនេះកម្ពុជានេះព្រោះបកគុំនេះកម្ពុជាដែលធ្វើគេខ្លាយគេនៅបានអានឹងគេប្រឆាំងរឿងផ្សេង Je vais avancer. Vous avez évoqué បាទខ្ញុំសូមបន្តទៅមុខបាទលោកបាននិយាយជាមួយសហប្រញ្ញាអំពីការបោះសម្អាតនៅភូមិភាគបូព៌ាបាទសំណួរទី1គឺថាតើលោកស្គាល់ច័ន្ទចក្រីដែរឬទេ ខ្ញុំឮតែឈ្មោះទេខ្ញុំមិនដែលឃើញមុខស្គាល់គាត់ទេឮតែឈ្មោះឮតែតាមឯកសារអីមេបកគុំនេះកម្ពុជានៅខេត្តខ្ញុំទៅលើករឿងច័ន្ទចក្រីកងពលមេកងពលគាត់ធ្វើរដ្ឋប្រហារពលពតអីហ្នឹងខ្ញុំឮឈ្មោះទេព្រោះខ្ញុំមិនបានឃើញទេឮតែតាមឯកសារទេរឿងហ្នឹង បាននៅក្នុងចម្លើយរបស់លោកឯកសារ 3/361 ហើយអន្តរភាសាបារាំងគឺ 00268887 ជាភាសាអង់គ្លេសគឺ 00766455 ហើយជាភាសាខ្មែរគឺ 00194447 បាទលោកឆ្លើយទៅអ្នកស៊ើបអង្កេតនៃការិយាល័យសហជីវកម្មស៊ើបអង្កេតដូចតទៅនេះនៅឆ្នាំ 1976 កងពល 280 និង 290 សិននៅក្រោមការបញ្ជាការរបស់ច័ន្ទសក្រីព្យាយាមធ្វើការទម្លាក់ប៉ុលពតតែមិនបានសម្រេចហើយច័ន្ទចក្រីនេះត្រូវបានចាប់ខ្លួនដោយកងកម្លាំងប៉ុលពតនៃកងពល 703 ហើយចំនួនខ្ញុំនឹងខ្ញុំចង់សួរថាតើហេតុលោកដឹងហេតុការទាំងអស់នេះតាមរបៀបណាលោកបានឃើញដោយផ្ទាល់ដឹងឮដោយផ្ទាល់ឬក៏យ៉ាងម៉េច ហេតុការណ៍នេះខ្ញុំបានជម្រាបជូននៅឈ្មោះដែលមេកងពលហ្នឹងហើយកងពលហ្នឹងដែលពលពតថាចាត់ទុកការធ្វើរដ្ឋប្រហារហ្នឹងទូទាំងប្រទេសតបហ្នឹងគឺគេរៀនសូត្រជាឯកសារមកនៅរៀនសូត្រឯកសារអំពីការរដ្ឋប្រហារហ្នឹង plus loin dans votre déclaration. បាននៅឆ្ងាយជាងនឹងបន្តិចនៅក្នុងចម្លើយរបស់លោកគឺលោកបានលើកឡើងថានៅចន្លោះឆ្នាំ 1977 និង 78 កុម្ម៉ង់ដូវៀតណាមបានវាយប្រហារទីតាំងរបស់មជ្ឈិមបកនៅកណ្ដាលទីក្រុងភ្នំពេញភាគច្រើនបានស្លាប់ហើយខ្លះត្រូវបានចាប់ខ្លួនហើយហេតុការណ៍នេះតើលោកដឹងរឿងហេតុការណ៍ទាំងអស់នេះដោយសារលោកបានអានឯកសារឬក៏យ៉ាងម៉េច ពេលដែលមានផ្ទុះអាវុធនៅភ្នំពេញហ្នឹងអាហ្នឹងកម្លាំងទាំងអស់គឺត្រៀមចេញមកជួយដែរបើខាងកពតខាងអីហ្នឹងត្រៀមមកបានដល់ឮគេថាវាអត់មានអីទេបញ្ចប់អស់ហើយវារត់ទៅវិញអស់ហើយទេអាហ្នឹងគឺវាត្រូវតែផ្សព្វផ្សាយដឹងគ្រប់អង្គភាពកងទ័ពគឺបានដឹងរឿងហ្នឹងទាំងអស់ Dernier point que je veux... បាទចំណុចចុងក្រោយដែលខ្ញុំចង់និយាយជាមួយលោកបានលើកឡើងជាមួយលោកសាព្រាញ្ញាអំពីប្រជាជន 17 មេសានៅក្នុងកំណត់ហេតុសារចម្លើយរបស់លោកកាលពីម្សិលមិញគឺថាបតិចរិកប្រហែលជាម៉ោង 13:40 សាព្រាញ្ញាបានសួរលោកថាតើ
តើគេប្រាប់លោកនៅពេលណាដែរថាប្រជាជន17មេសានោះជាសត្រូវជាខ្មាំងលោកបានឆ្លើយថាខ្ញុំមិនដែលទទួលបញ្ជាឲ្យធ្វើយ៉ាងនេះទេក៏ប៉ុន្តែអ្នកដែលជាទាហានលន់នល់នោះត្រូវចាត់ទុកថាជាប្រជាជន17មេសាក៏ប៉ុន្តែខ្ញុំមិនដែលបានទទួលបញ្ជាថាឲ្យត្រូវចាត់ទុកពួកគេជាខ្មាំងនោះទេអញ្ចឹងខ្ញុំសូមសួរសំណួរបញ្ជាក់មួយប្រជាជន17មេសាតាមអ្វីដែលខ្ញុំទៅនឹងអានបាញ់មិញនេះគឺជាមនុស្សដែលធ្វើការជាមួយលន់នល់តើជាទាហានលន់នល់ឬក៏អ្វីផ្សេងទៀតបុគ្គលផ្សេងទៀតលោកអាចបញ្ជាក់បានដែរឬទេនៅពេលដែលលោកនិយាយថាប្រជាជន17មេសានេះលោកសំដៅលើកងទ័ពឬក៏ប្រជាជនស៊ីវិលធម្មតាប្រជាជន17មេសាហ្នឹងមិនសំដៅថាកងទ័ពថាស៊ីវិលអីទេឲ្យថាអ្នកដែលក្រោយថ្ងៃ17មេសាហ្នឹងគេចាត់ទុកថាពួក17ហើយភាសាសាមញ្ញសូមឆ្លើយខ្លីប៉ុណ្ណឹងព្រោះខ្ញុំបានវិនិច្ឆ័យអស់ហើយម្សិលមិញEt vous confirmez ce que vous... អញ្ចឹងលោករក្សាចម្លើយរបស់លោកដែលលោកនិយាយថាមិនដែលមានអ្នកណាបង្គាប់បញ្ជាលោកឲ្យចាត់ទុកប្រជាជន17មេសានេះជាខ្មាំងទេអញ្ចឹងមែនទេត្រឹមត្រូវបាទចំណុចចុងក្រោយបងអស់របស់ខ្ញុំតើលោកបានប្រាប់ថានៅក្នុងការងារជាយោធារបស់លោកបានបង្កបង្កើនផលផងដែរបន្ថែមពីលើកិច្ចការការពារប្រទេសតើទិន្នផលដែលទទួលបាននោះត្រូវបញ្ជូនទៅអ្នកណាកងទ័ពនោះគឺមានធ្វើឃ្លាំងមួយដល់ឃ្លាំងហ្នឹងគឺមេតបហ្នឹងមេតបកាលខ្ញុំនៅខេត្តហ្នឹងមេតបរបស់ខេត្តគេប្រមូលយកដាក់ឃ្លាំងទាំងអស់ហើយកងទ័ពហ្នឹងចាំតែទទួលអង្គត្រឡប់មកវិញហូបតើអង្គនោះស្រូវនឹងដែលប្រើសម្រាប់ដែលផ្គត់ផ្គង់អាហារដល់អ្នកណាដែរកងទ័ពសម្រាប់កងទ័ពគោ Donc si je comprends បាទដូច្នេះបើសិនខ្ញុំមិនច្រឡំទេគឺថាការបង្កបង្កើនផលដែលលោកបានធ្វើនៅពេលនោះគឺថាធ្វើដើម្បីចិញ្ចឹមខ្លួនឯងតែម្ដងអញ្ចឹងមែនទេត្រឹមត្រូវ Monsieur le Président, j'ai បាទលោកប្រធានខ្ញុំព្យាយាមចោទសំណួរហ្នឹងឲ្យបានប្រសើរបំផុតហើយឥឡូវនេះខ្ញុំសូមបញ្ចប់ត្រឹមនេះឲ្យលោកប្រធានសូមអរគុណ Je remercie le témoin bien évidemment. បាទខ្ញុំសូមអរគុណលោកសាក់សីផងដែរបាទអរគុណសម្រាប់ការថ្ងៃនេះដល់ពេលសម្រាប់ហើយជំរះដល់ដំណប្រកាសផ្អាកកិច្ចដំណើរការសកម្មភាពសម្រាប់ថ្ងៃនេះត្រឹមនេះសកម្មភាពលើកទៅបន្តធ្វើនៅថ្ងៃស្អែកថ្ងៃពុធទី24ខែមេសាឆ្នាំ2013ចាប់ផ្ដើមពីម៉ោង9ព្រឹកទៅសកម្មភាពនៅថ្ងៃស្អែកនេះអង្គជំរះនឹងធ្វើសកម្មភាពស្ដាប់សក្ខីកម្មសាក់សីដែលមានហាសនាម TCW 126ដែលនឹងផ្ដើមសួរដេញដោលដោយក្រុមវិទ្យាការពីក្តីនួនជាបន្ទាប់មកក្រុមវិទ្យាការពីក្តីគឺសម្ផនមុនភាគីដទៃចិត្តនៅរឿងក្តីសូមភាគីពាក់ព័ន្ធនឹងរឿងក្តីនេះនឹងសាធារណជនជ្រាបលោកជុករិនការស្ដាប់សក្ខីកម្មរបស់លោករហូតដល់ពេលនេះបានចប់ហើយវត្តមានរបស់លោកនៅអវតកនេះលែងមានភាពចាំបាច់ទៀតហើយអង្គជំរះសូមអរគុណលោកជុករិនដែលបានមកផ្ដល់សក្ខីកម្មចំពោះមុខអង្គជំរះក្នុងរយៈពេល2ថ្ងៃកន្លងមកនេះដោយមានភាពអត់ធ្មត់ខិតខំអស់ពីសមត្ថភាពរបស់ខ្លួនសក្ខីកម្មរបស់លោកនឹងអាចរួមវិភាគទានក្នុងការស្វែងរកការពិតក្នុងរឿងក្តីនេះសូមជូនពរលោកមានសុខភាពល្អមន្ត្រី
អង្គភាពកងពាសាក់សីនឹងអ្នកជំនាញអនុរិយមន្ត្រីឃុំឃាំងអវតកសហការជាមួយនឹងអនុរិយនៃមណ្ឌលអប់រំកែប្រែទី1ព្រៃសរក្នុងការបញ្ជូនលោកជុករៀនទៅកាន់មណ្ឌលអប់រំកែប្រែព្រៃសរទី1ព្រៃសរបញ្ចុះហើយបង្គាប់ឲ្យមន្ត្រីរដ្ឋបាលតុលាការរួមមួយជាមួយនឹងមន្ត្រីអង្គភាពកងពាសាក់សីនិងអ្នកជំនាញក្នុងការបញ្ជូនសាក់សីបំរុង TCW 121 26វិលត្រឡប់ទៅកាន់ទីកន្លែងដែលគាត់ស្នាក់នៅវិញនឹងឲ្យអញ្ជើញគាត់ត្រឡប់មកកាន់បន្ទប់រងចាំសម្រាប់សាក់សីដែលនៅក្បែរបន្ទប់សកម្មការនេះវិញនៅព្រឹកថ្ងៃស្អែកឲ្យបានមុនម៉ោង 9 ប្រកបដោយអនុរិយមន្ត្រីឃុំឃាំងនាំខ្លួនជនជាប់ចោទពីររូបគឺលោកខៀវសុផននិងលោកនួនជាត្រឡប់ទៅកាន់មន្ត្រីឃុំឃាំងនៃអវតកវិញចុះនិងឲ្យនាំខ្លួនពួកគាត់ទាំងពីរនាក់គឺមកកាន់បន្ទប់សកម្មការនេះវិញនៅថ្ងៃស្អែកឲ្យបានមុនម៉ោង 9 ព្រឹកដោយឡែកលោកនួនជាប្រកបឲ្យនាំខ្លួនគាត់មកត្រឹមបន្ទប់ឃុំខ្លួននៅខាងក្រោមសាលសកម្មការនេះដែលមានរៀបចំនៅឧបករណ៍សោះទោសសម្រាប់គាត់អាចចូលរួមនឹងតាមដានកិច្ចដំណើរការពីចម្ងាយតាមមធ្យោបាយសោះទោសសម្រាប់ចុះ សូមក្រោកឈរ